សួស្តីសិស្សទាំងអស់គ្នាចឹងឥឡូវនេះយើងចូលមកប្រធានបទទី1នៅក្នុងមេរៀនរបស់យើងចឹងប្រធានបទទី1គឺយើងនឹងនិយាយអំពី personal information អូខេចឹង personal information គឺជាការដែលយើងសួរគ្នាទៅវិញទៅមកតាក់ទងទៅនឹងព័ត៌មានផ្ទាល់ខ្លួនមានន័យថានៅពេលដែលយើងទើបតែជួបជនបរទេសដំបូងហើយយើងចង់ស្គាល់ពីគាត់ថាគាត់ហ្នឹងមកពីប្រទេសណាអាចថាជាប្រវត្តិរូបសង្ខេបខ្លីឬក៏ជាព័ត៌មានផ្ទាល់ខ្លួនរបស់គាត់ចឹងយើងនឹងរៀននៅឃ្លាមួយចំនួនដើម្បីសួរនាំគាត់ណាតោះសំណួរទី1យើងសួរថា what's your name យើងអាន what's មានខ្យល់ផងណាកន្លែង s ហ្នឹងមានខ្យល់ផង what's your name ណាតើអ្នកឈ្មោះអ្វីបាទយើងឆ្លើយ my name's ណាកន្លែង s ហ្នឹងត្រូវមានខ្យល់ my name's Dara my name's Dara ឬក៏យើងអាចឆ្លើយថា I am ក៏បានដែរ I am Dara អូខេយើងអាចបានពីរបៀប my name's ក៏បានI am ក៏បានដែរបាទណាតើអ្នកឈ្មោះអីហើយខ្ញុំឈ្មោះ Dara អូខេតោះយើងចូលទៅសំណួរទី2 where are you from អូខេ where are you from តើអ្នកមកពីខេត្តណាអូខេត្រង់នេះគឺលោកគ្រូដាក់ខេត្តនៅក្នុងករណីបើសិនជាយើងមិត្តឬក៏បរទេសហ្នឹងគាត់សួរយើងករណីបរទេសគាត់សួរយើងហ្នឹងមកពីខេត្តណាប៉ុន្តែបើយើងសួរជនជាតិបរទេសតើមកពីប្រទេសណាអញ្ចឹងនៅត្រង់ថាបកប្រែថាមកពីខេត្តឬក៏មកពីប្រទេសអាស្រ័យទៅលើយើងសួរទេបើយើងសួរជនជាតិបរទេសអញ្ចឹង where are you from គឺតើអ្នកមកពីប្រទេសណាតែបើជាបរទេសសួរយើងប្រកាសជាយើងនៅស្រុកខ្មែរហើយអញ្ចឹងបើយើងនៅស្រុកខ្មែរហើយប្រកាសជាសួរអំពីខេត្តដែរតើយើងមកពីខេត្តណាអូខេអញ្ចឹងឧទាហរណ៍ I'm from សៀមរាបណាខ្ញុំមកពីខេត្តសៀមរាបអញ្ចឹងទៅប៉ុន្តែឧទាហរណ៍ថាបើសិនបើយើងធ្វើដំណើរទៅស្រុកក្រៅបើយើងធ្វើដំណើរដើរលេងទៅស្រុកក្រៅហើយយើងជួបជនជាតិបរទេសហើយគេសួរយើងថាតើអ្នកមកពីណាគេសួរថា where are you from អញ្ចឹងបើសិនជាគេសួរយើងអញ្ចឹងយើងឆ្លើយថា I'm from Cambodia ខ្ញុំមកពីប្រទេសកម្ពុជាអញ្ចឹងកន្លែង where are you from ហ្នឹងអាស្រ័យថាតើយើងនិយាយនៅក្នុងប្រទេសយើងឬក៏យើងនិយាយនៅក្រៅប្រទេសអូខេតោះទៅសំណួរបន្ទាប់ទៀតគឺសំណួរទី3 How old are you គេ How old are you ណាតើអ្នកមានអាយុប្រមាណយើងឆ្លើយថា I am 25 years old ឬក៏យើងនិយាយបែបខ្លី am 25 years old អូខេខ្ញុំមានអាយុ25ឆ្នាំអញ្ចឹងត្រង់កន្លែង I am 25លោកគ្រូឮថាធ្លាប់ឃើញមានសិស្សខ្លះគាត់និយាយថា I have 25អញ្ចឹងបើយើងឆ្លើយថា I have នោះគឺអត់ត្រឹមត្រូវទេអូខេអត់ត្រឹមត្រូវទេគឺយើងត្រូវឆ្លើយថា I am ណា I am ហើយកុំនិយាយថា I have អូខេភាសាអង់គ្លេសគេអត់ប្រើ I have ទេគេប្រើ I am ណាអញ្ចឹងជាកន្លែងដែលយើងត្រូវចងចាំណាអ្នកអាយុប៉ុន្មាន How old are you I am 25 years old ឬក៏បើសិនជាបរទេសគាត់និយាយខ្លីនៅកន្លែង years old ហ្នឹងណាបរទេសពេលខ្លះគាត់អត់តាំងថែមកកតុយចុងក្រោយហ្នឹងផងគាត់គាត់ថា I am 25យើងឆ្លើយតែប៉ុណ្្នឹងក៏បានដែរណានេះភាសានិយាយ I am 25គេអញ្ចឹងលោកគ្រូចង់បញ្ជាក់ដែរគេមានរៀនអត្ថបទឬក៏ប្រយោគឃ្លាដែលយើងនឹងរៀនជាមួយគ្នានេះណាគឺយើងរៀនផ្ដោតច្រើនទៅលើភាសានិយាយភាសានិយាយអញ្ចឹងហើយបានជាលោកគ្រូព្យាយាមសរសេរអក្សរកាត់ណាសរសេរកាត់ដើម្បីឲ្យយើងឃើញពេលដែលយើងនិយាយគឺយើងនិយាយតម្រង់កាត់អញ្ចឹងភាសានិយាយយើងប្រើតម្រង់កាត់ច្រើនណាប្រើតម្រង់កាត់ច្រើនអូខេតោះអញ្ចឹងយើងបន្តទៅសំណួរទី4ណាយើងសួរថា what's your job អូខេ what's your job តើអ្នកធ្វើការអីបាទហើយកុំភ្លេចកន្លែង s ហ្នឹងមានខ្យល់ what's your job ណាតើអ្នកធ្វើការងារអី I am a teacher អូខេ I am a teacher អញ្ចឹងដូចគ្នានៅកន្លែង I am a teacher នេះណាយើងកុំថា I work មិន I work a teacher ទេអូខេយើងប្រើថា I am a teacher ណាខ្ញុំជាគ្រូបរិញ្ញាបត្រឬក៏យើងធ្វើការងារផ្សេង I am a doctor I am a nurse I am a banker គឺយើងឆ្លើយថា I am អញ្ចឹងតែម្ដងយើងកុំឆ្លើយថា I work ណាកុំ I am អូខេនេះសំខាន់អូខេសំណួរទី5 What are your hobbies អូខេពាក្យថា hobbies បកប្រែថាសកម្មភាពដែលយើងចូលចិត្តធ្វើនៅពេលទំនេរអញ្ចឹង What are your hobbies តើអ្នកចូលចិត្តធ្វើអីនៅពេលទំនេរណាយើងឆ្លើយមកយើងចូលចិត្តធ្វើអី I like reading and watching movies ណាខ្ញុំចូលចិត្តអានណាអានហ្នឹងគឺអានសៀវភៅហើយ and watching movies ហើយនឹងចូលចិត្តមើលរឿងឬក៏មើលកុនណា watching movies ហ្នឹងមើលរឿងឬក៏មើលកុន Okay next question What is your favorite food ណាសួរអំពី favorite
favorite food បកប្រែថាអាហារដែលយើងចូលចិត្តណាអញ្ចឹងយើងបកប្រែមកតើម្ហូបដែលអ្នកចូលចិត្តហ្នឹងគឺម្ហូបអ្វីអូខេយើងឆ្លើយ My favorite food is sushi អញ្ចឹងកន្លែង sushi ហ្នឹងជាម្ហូបរបស់ជប៉ុនអញ្ចឹងណា sushi អញ្ចឹងកន្លែងហ្នឹងយើងមានជម្រើសយើងចង់ឆ្លើយអីក៏បានដែរម្ហូបដែលយើងចូលចិត្តហើយមួយទៀតលោកគ្រូចង់ផ្ដាំតាក់ទងទៅនឹងមុខម្ហូបវាគឺជាឈ្មោះម្ហូបឧទាហរណ៍ម្ហូបខ្មែរយើងសម្លកកូរសម្លប្រហើរអូខេអញ្ចឹងសម្លកកូរសម្លប្រហើរវាគឺជាឈ្មោះម្ហូបយើងអត់បកប្រែទេអញ្ចឹងឧទាហរណ៍ថាយើងចូលចិត្តសម្លកកូរអញ្ចឹងកន្លែង sushi យើងដូរទៅជាកកូរតែម្ដងអញ្ចឹងយើងថា my favorite food is កកូរណាកកូរឬក៏កកូរស៊ុបណាយើងដាក់អញ្ចឹងតែម្ដងហើយអត់បកប្រែទៅជាភាសាអង់គ្លេសអីនោះទេព្រោះអីវាគឺជាឈ្មោះណាឈ្មោះបាទអញ្ចឹងកន្លែងនេះគឺមានប៉ុណ្ណឹងហើយយើងទៅមុខទៀត question 7 Where do you live គេ Where do you live តើអ្នករស់នៅឯណារស់នៅកន្លែងណារស់នៅខេត្តណាអញ្ចឹងទៅ Where do you live ហើយកន្លែង do ហ្នឹងហើយយើងប្រើ do លោកគ្រូលើសិស្សខ្លះគាត់និយាយថា Where are you live ណាយើងអត់ប្រើ where are ទេយើងប្រើ where do Where do you live តើអ្នករស់នៅកន្លែងណារស់នៅទីណា I live in Phnom Penh ខ្ញុំរស់នៅទីក្រុងភ្នំពេញហើយកន្លែងហ្នឹងណារស់នៅទីក្រុងឬក៏រស់នៅខេត្តអីចឹងយើងប្រើ in ណាប្រើ in I live in ណាដាក់ in ណាកុំដាក់ at កុំដាក់អីផ្សេង I live in Phnom Penh អូខេអញ្ចឹងទាំងអស់នេះគឺជាសំណួរដែលយើងអាចសួរគ្នាទៅវិញទៅមកនៅពេលដែលយើងជួបគ្នាលើកដំបូងណាហើយសូមសរសេរសំណួរបើមិនសំណួរហ្នឹងយើងចេះហើយមិនអីទេប៉ុន្តែបើសំណួរហ្នឹងយើងអត់ទាន់ចេះយើងអត់ទាន់ចាំសូមធ្វើការកត់ត្រារៀនអានឲ្យបានច្រើនដងដើម្បីយើងចាំហើយរត់មាត់អូខេហើយចាំជួបលោកគ្រូនៅមេរៀនបន្តទៀតសួស្តីសិស្សទាំងអស់គ្នាអញ្ចឹងឥឡូវនេះយើងចូលមកប្រធានបទទី2ដែលយើងនឹងសួរសំណួរតាក់ទងទៅនឹង family អូខេ family តាក់ទងទៅនឹងគ្រួសារអូខេសំណួរទី8 How many members in your family Okay, how many members in your family តើសមាជិកគ្រួសារប្រមាណអ្នកនៅក្នុងគ្រួសាររបស់អ្នកនេះលោកគ្រូសរសេរទម្រង់កាត់ណាតាមពិតបើយើងសរសេរឲ្យពេញនេះមានពាក្យមួយពាក្យទៀតគឺពាក្យ are there ណា How many members are there in your family ប៉ុន្តែភាសានិយាយយើងអាចនិយាយខ្លីប៉ុណ្ណឹងក៏បានដែរណាភាសានិយាយ How many members in your family អញ្ចឹងតើមានសមាជិកប្រមាណអ្នកនៅក្នុងគ្រួសារក្នុងគ្រួសាររបស់អ្នក There are 5 people in my family ណា there are នឹងមានOkay. មានមនុស្សណារំលឹកគាត់មានសមាជិក5នាក់នៅក្នុងគ្រួសាររបស់ខ្ញុំអូខេហើយយើងរៀបរាប់បន្ថែមមកណាគេខ្លះ My parents my 2 siblings and me អូខេអញ្ចឹងមានឪពុកម្ដាយខ្ញុំមានបងប្អូនខ្ញុំ2នាក់ហើយនិងខ្ញុំអូខេសរុបទៅ5នាក់អូខេ next question Do you have any siblings ឧទាហរណ៍តើអ្នកមានបងប្អូនបង្កើតដែរទេអញ្ចឹងពាក្យថា sibling បកប្រែថាបងប្អូនបង្កើតអូខេអញ្ចឹងថា yes ហ្នឹងយើងឆ្លើយ yes ចឹងក៏បានយើងឆ្លើយ yes I do ក៏បានដែរអូខេបើយើងឆ្លើយពេញលេញគឺ yes I do ណាអញ្ចឹងនៅក្នុងនេះគឺយើងមានជម្រើស yes I do គឺ very good យើងប្រើបានគ្រប់ពេលទាំងអស់ហើយ yes នេះកាលណាយើងចង់និយាយខ្លីចង់និយាយកាត់ណា yes okay. I have one older brother ខ្ញុំមានបងប្រុសម្នាក់ and one younger sisterហើយនឹងមានប្អូនស្រីម្នាក់អញ្ចឹង older ហ្នឹងចាស់ជាងអាយុច្រើនជាងអញ្ចឹងគឺបង older brother គឺបងប្រុស and one younger sister ណាគឺប្អូនស្រីអញ្ចឹង younger ហ្នឹងប្អូនណាចាស់ជាងក្មេងជាង younger ក្មេងជាងអញ្ចឹងប្អូនស្រី Okay question 10 What do your parents do for a living Okay What do your parents do for a living គេតើឪពុកម្ដាយអ្នកធ្វើការងារអីបាទអញ្ចឹងកន្លែងចុងក្រោយនេះ for a living នេះយើងចង់ដាក់ក៏បានចង់អត់ក៏បានដែរអូខេអញ្ចឹង for a living គេថាដើម្បីរស់នៅចង់ដាក់ក៏បានអត់ក៏បានអត់បញ្ហាទេអញ្ចឹង teacher บอกឲ្យខ្លីតើឪពុកម្ដាយអ្នកធ្វើការងារអ្វីណាយើងឆ្លើយ My father is a teacher ណា My father is a teacher ឪពុកខ្ញុំជាគ្រូបង្រៀន My mom is a nurse គេម្ដាយខ្ញុំគឺជាគិលានុបដ្ឋាយិកាណាអញ្ចឹង complete យើងប្រើ My father is My mom is okay is ឲ្យដាក់ផងកន្លែងហ្នឹងអូខេតោះ next question Do you have any family members នេះយ៉ាងវែងតិចណា who live in another country ណា teacher បកមកកង់ឲ្យ
Do you have any family members ណាតើអ្នកមានសមាជិកគ្រួសារណាដែលនៅកន្លែង who នេះ who ហ្នឹងប្រែថាដែលណាជំនួសឲ្យមនុស្សដែលរស់នៅប្រទេសផ្សេងដែរឬក៏អត់អញ្ចឹងតើអ្នកមានសមាជិកគ្រួសារណាដែលរស់នៅប្រទេសផ្សេងដែរអត់អូខេ yes ណា yes បាទមាន my aunt ណា my aunt and uncle ណាមីងហើយនិងពូរបស់ខ្ញុំរស់នៅប្រទេសអូស្ត្រាលីណា live in Australia ហើយគឺត្រង់កន្លែងប្រទេសអូស្ត្រាលីខ្មែរយើងអូស្ត្រាលីភាសាអង់គ្លេសគេអានថា Australia អូខេអញ្ចឹងអានកន្លែងហ្នឹងឲ្យច្បាស់ណាកុំឲ្យអានអូស្ត្រាលីដូចខ្មែរអូខេហើយចង់បញ្ជាក់កន្លែង yes ហ្នឹងនេះ teacher ប្រើទម្រង់កាត់គឺយើងប្រើភាសានិយាយណាម្ដងទៀតហើយបើយើងដាក់ yes I do អាហ្នឹងគឺ very good ណាតាមក្បួនខ្នាតវេយ្យាករណ៍យើងដាក់ yes I do អូខេប៉ុន្តែលោកគ្រូចង់ឲ្យយើងរៀននិយាយកាត់ខ្លះពេលដែលយើងនិយាយគេប៉ុន្តែទៅមុខទៀតក៏លោកគ្រូនឹងដាក់ yes I do ដែរណាគឺឲ្យមានទាំងពីរ yes I do ហ្នឹងក៏មាន yes តែប៉ុណ្ណឹងក៏មានទាំងពីរអូខេអញ្ចឹងបើយើងមិនសូវជាខ្វល់ខ្វាយថាអូអត់ចង់និយាយវិញយើងអាច yes មួយម៉ាត់ប៉ុន្តែបើយើងចង់ឲ្យភាសាយើងវាពេញលេញល្អយើងដាក់ yes I do ហ្នឹង very good តែម្ដងអូខេ Okay next question who is the oldest member of your family អូខេតើអ្នកណាជាសមាជិកចាស់ជាងគេនៅក្នុងគ្រួសាររបស់អ្នកគេ who ហ្នឹងយើងសួររកអ្នកណាណោះនេះពី oldest member ពី oldest ហ្នឹងប្រហែលចាស់ជាងគេអាយុច្រើនជាងគេអញ្ចឹងតើអ្នកណាដែលមានអាយុច្រើនជាងគេនៅក្នុងគ្រួសាររបស់អ្នកអូខេអញ្ចឹង my grandfather ណាជាតាខ្ញុំណា is the oldest គឺជាមនុស្សចាស់ជាងគេ in my family okay he is 90 years old okay 90 years old អញ្ចឹងណាយើងបកប្រែមក my grandfather ជាតាខ្ញុំជាសមាជិកឬក៏ជាបុគ្គលចាស់ជាងគេ in my family អូខេតនេះយើងដាក់ he is 90 years old អូខេក្រោយនេះលោកគ្រូចង់ប្រាប់បន្ថែមបន្តិចនៅពេលដែលយើងធ្វើការសន្ទនាជាមួយគេនៅពេលដែលគេសួរយើងមួយចំណុចពេលដែលយើងឆ្លើយគឺយើងគួរតែឆ្លើយឲ្យបានលើសពី1ណាលើសពី1បើសិនបើគេសួរមួយហើយយើងឆ្លើយតែមួយទេយើងអត់បន្ថែមព័ត៌មានអីផ្សេងទៀតទេនោះសន្ទនាយើងមិនសូវល្អប្រហែលទេគេមិនសូវល្អទេដូច្នេះលោកគ្រូណែនាំលោកគ្រូ recommend គេសួរមួយយើងគួរតែឆ្លើយឲ្យបាន2គឺឆ្លើយលើសអីដែលគេសួរនៅពេលដែលយើងឆ្លើយលើសអញ្ចឹងធ្វើឲ្យការសន្ទនាយើងបានល្អបានក្បោះក្បាយអញ្ចឹងឲ្យបានជាកន្លែងហ្នឹងលោកគ្រូបន្ថែមណាកន្លែង he is 90 years old កន្លែងហ្នឹងគេអត់បានសួរយើងទេប៉ុន្តែយើងគួរតែឆ្លើយបន្ថែមទៀតណាបើយើងដឹងយើងបន្ថែមទៀតដើម្បីឲ្យការសន្ទនាយើងហ្នឹងកាន់តែល្អប្រសើរអូខេហ្នឹងជាគន្លឹះសំខាន់មួយយើងគួរតែដឹងOkay, next question. What do your siblings do for a living? Okay. តើបងប្អូនរបស់អ្នកណាធ្វើការងារអី Okay. បងប្អូនអ្នកធ្វើការងារអីសំណួរស្តៀងលើកមុនដែរលើកមុនសួរ parents ឥឡូវសួរ siblings ម្ដងណា My brother is a doctor. Okay. បងប្រុសខ្ញុំជា doctor តាមពិតពាក្យ brother ហើយនិងពាក្យ sister គឺអត់បានបញ្ជាក់ថាបងឬក៏ប្អូនទេណា brother sister អត់បានច្បាស់ថាបងឬក៏ប្អូនតើយើងដាក់ younger ឬយើងដាក់ older ថែមទៀតបានដឹងថាបងឬក៏ប្អូនអូខេអញ្ចឹងយើងអាចសន្មតទៅណាគេបងប្រុសខ្ញុំជាគ្រូពេទ្យហើយ my sister ប្អូនស្រីខ្ញុំជាគ្រូបង្រៀននេះគឺជាសំណួរមួយចំនួនដែលយើងសួរគ្នាទៅវិញទៅមកទាក់ទងទៅនឹងរឿងគ្រួសារអញ្ចឹងលោកគ្រូណែនាំសូមឲ្យសិស្សធ្វើការចម្លងធ្វើការកត់ត្រា clear ដែលបងប្អូនគិតថាល្អហើយចង់ប្រើគួរតែកត់ត្រាទុកហើយរៀនសួរសំណួរសិស្សភាគច្រើនគឺគាត់ពិបាកក្នុងការសួរសំណួរពេលដែលគាត់ចង់បង្កើតសំណួរគាត់មានការលំបាកបង្កើតទៅបង្កើតអត់ចេញបង្កើតអត់ត្រូវអីចឹងទៅអញ្ចឹងកន្លែងសំណួរគឺសំខាន់ណាសូមកត់ត្រាកន្លែងសំណួរហើយអាសាអានឲ្យបានច្រើនដងអូខេចាំជួបលោកគ្រូនៅប្រធានបទទី3សួស្តីសិស្សទាំងអស់គ្នាអញ្ចឹងឥឡូវយើងចូលមកកាន់ប្រធានបទទី3ដែលយើងនឹងសួរសំណួរទាក់ទងទៅនឹង hobbies គឺសំដៅទៅលើសកម្មភាពដែលយើងធ្វើនៅពេលដែលយើងទំនេរពេលយើងទំនេរយើងចិត្តធ្វើអីអូខេ14 What is your favorite hobby ចឹងតើអ្វីគឺជាសកម្មភាពដែលអ្នកចូលចិត្តធ្វើនៅពេលទំនេរ My favorite hobby is painting អូខេសកម្មភាពដែលខ្ញុំចូលចិត្តធ្វើនោះគឺ painting នេះប្រែថាគូររូបណាការគូររូប I like it so much ខ្ញុំចូលចិត្តវាខ្លាំងណាស់នេះចឹងពាក្យ I like it so much ហ្នឹងគឺជាការបន្ថែមណាបន្ថែមឲ្យគេដឹងកាន់តែច្រើនថែមទៀតអូខេ
Next question 15 How often do you paint okay, How often do you paint okay, How often បកប្រែថាញឹកញាប់ប៉ុណ្ណាokay តើអ្នកគូររូបនេះពាក្យ paint ខាងក្រោយនេះ paint ហ្នឹងជា verb ប្រែថាគូររូបឬក៏ផាត់ពណ៌ណាផាត់ពណ៌អញ្ចឹងតើអ្នកផាត់ពណ៌ឬអ្នកគូររូបហ្នឹងញឹកញាប់ប៉ុណ្ណាដែរ I paint at least once a week ណាអញ្ចឹងខ្ញុំផាត់ពណ៌យ៉ាងហោចណាស់ណាពី at least បកប្រែថាយ៉ាងហោចណាស់ once ហ្នឹងគឺមានសំខុយអក្សរ ce បើមាន ce អញ្ចឹងគឺមានខ្យល់អញ្ចឹងយើងអានថា once ណា once a week ណា once a week ប្រែថាម្ដងក្នុងមួយអាទិត្យឬក៏ម្ដងក្នុងមួយសប្តាហ៍ usually on the weekends ជាធម្មតាគឺនៅ weekends ជាធម្មតាគឺនៅថ្ងៃចុងសប្តាហ៍អូខេថ្ងៃចុងសប្តាហ៍បាទសំណួរបន្ទាប់គឺសំណួរទី16 What got you interested in painting What got you interested in painting នេះកន្លែងនេះ What got you មានន័យថាអ្វីដែលធ្វើឲ្យអ្នកអូខេអ្វីដែលធ្វើឲ្យអ្នកឬក៏នាំឲ្យអ្នកហ្នឹងចាប់អារម្មណ៍ interested ចាប់អារម្មណ៍ទៅនឹងការគូររូបអញ្ចឹងតើអ្វីដែលធ្វើឲ្យអ្នកឬក៏នាំឲ្យអ្នកហ្នឹងចាប់អារម្មណ៍ទៅនឹងការគូររូបគេកន្លែងពី interested កន្លែងហ្នឹងគឺយើងប្រើ in រហូតណាគេចង់ចាំ interested យើងប្រើជាមួយនឹង in គ្រប់ពេល interested in ណាប្រើជាមួយគ្នារហូតពីរពាក្យហ្នឹងគេយើងឆ្លើយ I started painting in high school ខ្ញុំបានចាប់ផ្ដើមផាត់ពណ៌ឬក៏គូររូបហ្នឹងនៅវិទ្យាល័យ in high school ហើយ and I fell in love with it ហើយខ្ញុំស្រឡាញ់វាណាហើយខ្ញុំក៏ស្រឡាញ់វាគេ fell in love ហ្នឹងប្រែថាស្រឡាញ់លងស្រឡាញ់ណា I fell in love with it fell in love with it ណាពាក្យ with ហ្នឹងសំខាន់ណាអត់អាចប្រើអីផ្សេងបាននៅកន្លែងហ្នឹង fell in love ហើយប្រើជាមួយពាក្យ with អូខេ with it ខ្ញុំក៏ស្រឡាញ់វាអូខេអញ្ចឹង clear ល្អណាកន្លែង interested in នេះមួយកន្លែង fell in love with ហ្នឹងក៏ល្អដែរណាត្រូវការ with អញ្ចឹងរហូតអូខេ next question Do you prefer indoor or outdoor hobbies គេពាក្យ prefer ប្រែថាចូលចិត្តជាងចូលចិត្តជាងឬក៏ប្រែថាចូលចិត្តប៉ុណ្ណឹងក៏បានដែរអញ្ចឹងវាអត់ទៀងទេអាស្រ័យទៅលើយើងប្រៀបធៀបបើយើងប្រៀបធៀបយើងប្រើចូលចិត្តជាងតែបើយើងអត់ប្រៀបធៀបទេប្រែថាចូលចិត្តអូខេអញ្ចឹង do you prefer indoor តើអ្នកចូលចិត្តគេ hobby នេះចូលចិត្តសកម្មភាពធ្វើអីពេលទំនេរហ្នឹងចូលចិត្តធ្វើការចូលចិត្តធ្វើសកម្មភាពពេលទំនេរនៅខាងក្នុង indoor គឺខាងក្នុងផ្ទះខាងក្នុងអគារឬក៏នៅខាងក្រៅខាងនៅទីវាលនៅអីចឹងទៅណាអញ្ចឹងតើអ្នកចូលចិត្តធ្វើការកម្សាន្តនៅខាងក្នុងផ្ទះឬក៏នៅក្រៅផ្ទះ I prefer indoor hobbies ខ្ញុំចូលចិត្តណាសកម្មភាពនៅខាងក្នុងចូលចិត្តធ្វើការកម្សាន្តនៅខាងក្នុងផ្ទះ because I enjoy being at home ពីព្រោះថាខ្ញុំចូលចិត្តណា enjoy ឬក៏រីករាយ enjoy being at home ខ្ញុំសប្បាយក្នុងការដែលនៅផ្ទះ okay enjoy being at home ខ្ញុំរីករាយក្នុងការដែលនៅផ្ទះ okay next question is painting easy or difficult okay តើការគូររូបនឹងស្រួលឬក៏ពិបាក okay ស្រួលឬក៏ពិបាក It is not easy at first ណាពី at first ហ្នឹងគឺដំបូងអញ្ចឹង it is not easy at first ប្រែថាដំបូងគឺអត់ងាយស្រួលទេ You need to be patient and creative អ្នកត្រូវណា need ហ្នឹងត្រូវការអ្នកត្រូវការអត់ធ្មត់ patience ប្រែថាអត់ធ្មត់ patience អត់ធ្មត់ហើយនឹង creative ប្រែថាច្នៃប្រឌិតមានភាពច្នៃប្រឌិតអញ្ចឹងអ្នកត្រូវមានការអត់ធ្មត់ហើយនឹងភាពច្នៃប្រឌិតOkay, patience and creative. Okay, 19. Do you have any other hobbies besides painting? Okay, any other hobbies besides ពាក្យ besides បកប្រែថាក្រៅពីណាក្រៅពីអញ្ចឹងតើអ្នកមានសកម្មភាពកម្សាន្តអីផ្សេងទៀតដែរទេណា besides ក្រៅពីការគូររូបណាក្រៅពីការគូររូបYes ណា yes ឬក៏ yes I do ពីរហ្នឹង yes ឬក៏ yes I do បាទខ្ញុំមាន I also enjoy reading ខ្ញុំក៏រីករាយនៅក្នុងការអាន enjoy reading រីករាយក្នុងការអានឬក៏ចូលចិត្តអានក៏បានដែរ and gardening ពាក្យ gardening ប្រែថាធ្វើសួនឬក៏ថែសួនយើង gardening ប្រែថាយើងមើលសួនយើងស្រោចទឹកយើងជ្រោយដីយើងដាំផ្កាដាំអីចឹងទៅអាហ្នឹងប្រែថា gardening
ចូលចិត្តថែសួនអូខេអញ្ចឹងទាំងអស់នេះគឺជាសំណួរដែលយើងអាចប្រើនៅក្នុងការសួរគ្នាទៅវិញទៅមកតាក់ទងទៅនឹង hobbies hobby គឺជាអ្វីដែលយើងចូលចិត្តធ្វើដែលនៅពេលដែលយើងទំនេរអូខេអញ្ចឹងមានប៉ុណ្ណឹងហើយចាំជួបលោកគ្រូនៅប្រធានបទបន្តទៀតសួស្តីសាស្ត្រទាំងអស់គ្នាអញ្ចឹងឥឡូវយើងចូលមកប្រធានបទទី4គឺយើងនឹងសួរសំណួរផ្សេងៗតាក់ទងទៅនឹង food តាក់ទងទៅនឹងអាហារអូខេ so question 20 what is your favorite food តើម្ហូបអ្វីជាម្ហូបដែលអ្នកចូលចិត្តអូខេ I like pizza ណាយើងអាចឆ្លើយបានពីជម្រើសយើងថា I like pizza អញ្ចឹងក៏បានឬក៏យើងឆ្លើយថា my favorite food is ឆ្លើយមួយទៀតក៏បានដែរនិយាយទៅបានពីជម្រើសតែតើទៅនឹងការឆ្លើយគឺអត់អីទេយើងចូលចិត្តឆ្លើយមួយណាយើងឆ្លើយមួយហ្នឹងណាវាមិនចាំបាច់ដឹងតែមួយហ្នឹងរហូតទេអូខេអញ្ចឹង I like pizza ខ្ញុំចូលចិត្តញ៉ាំ pizza Okay 21 Do you prefer cooking at home or eating out តើអ្នកចូលចិត្តណាចម្អិនអាហារនៅផ្ទះឬក៏ចូលចិត្តញ៉ាំនៅខាងក្រៅចូលចិត្តញ៉ាំនៅផ្ទះធ្វើម្ហូបញ៉ាំនៅផ្ទះខ្លួនឯងឬក៏ទៅញ៉ាំនៅខាងក្រៅ I prefer cooking at home ខ្ញុំចូលចិត្តណាចម្អិនអាហារនៅផ្ទះញ៉ាំ because I enjoy cooking ពីព្រោះថាខ្ញុំណាសប្បាយក្នុងការដែលធ្វើម្ហូបឬក៏ខ្ញុំចូលចិត្តធ្វើម្ហូប enjoy cooking Okay next question Are you a fan of spicy food ពីថា a fan of ណា a fan ណាពេលថាអ្នកគ្រប់គ្រងអ្នកគ្រប់គ្រងម្ហូបហឹរបើយើងបកប្រែអញ្ចឹងយ៉ាងឆ្កងខ្មែរយើងអញ្ចឹងយើងកុំបកអញ្ចឹងយើងបកថាចូលចិត្តហ្មងក៏បានដែរ Are you a fan of spicy food តើអ្នកចូលចិត្តអាហារហឹរដែរទេណាចូលចិត្តម្ហូបហឹរដែរអត់គេយើងបកអញ្ចឹងស្រួលយល់អូខេប៉ុន្តែពី a fan of ហ្នឹងបើសិនជាអង់គ្លេសណាយើងមើលតាមពាក្យអង់គ្លេសគឺ a fan ហ្នឹងអ្នកគ្រប់គ្រងអូខេអ្នកគ្រប់គ្រងកីឡាអ្នកគ្រប់គ្រងរាជចម្រៀងអីចឹងទៅណាយើងឆ្លើយ yes គេ yes បាទណាខ្ញុំចូលចិត្តណាម្ហូបហឹរ I love spicy food I love spicy food ខ្ញុំចូលចិត្តម្ហូបហឹរឬក៏អាហារហឹរ especially ជាពិសេសអូខេជាពិសេស with peppers នេះបកប្រែថាម្រេចណាម្រេចជាពិសេសគឺជាមួយនឹងម្រេចអូខេquestion 23 What is your favorite dessert គេពាក្យ dessert បកប្រែថាបង្អែមណាបង្អែមតើបង្អែមប្រភេទអីដែលអ្នកចូលចិត្តអូខេ I like chocolate cake ខ្ញុំចូលចិត្តនំខេក chocolate នំខេក chocolate ណាប្រហែលជាពាក្យថ្មីរបស់យើងពាក្យថា dessert ណាប្រែថាបង្អែម Question 24 Do you like fruit តើអ្នកចូលចិត្តផ្លែឈើដែរទេផ្លែឈើដែរអត់ Do you like fruit Yes បាទខ្ញុំចូលចិត្ត I eat fruit every day ណាខ្ញុំញ៉ាំផ្លែឈើរាល់ថ្ងៃណារាល់ថ្ងៃ Question 25 What is your favorite fruit តើមកផ្លែឈើអីណាតើផ្លែឈើអីដែលអ្នកចូលចិត្ត I like mangoes Okay I like mangoes ខ្ញុំចូលចិត្តផ្លែស្វាយbecause it's sweet ពីព្រោះថាវា sweet នឹងផ្អែម and juicy ពាក្យ juicy ហ្នឹងប្រែថាមានជាតិទឹកច្រើន juicy okay juicy Question 26 Have you ever grown vegetables តើអ្នកមានដែលធ្លាប់បានដាំណាដាំបន្លែដែរទេណា grow ហ្នឹងដាំណា Have you ever grown vegetables អូខេពាក្យ vegetables យើងគួរតែរៀនអានឲ្យត្រូវយើងកុំអានថា vegetable យើងអានថា vegetables ណាអានចឹងពីរោះជាងហើយត្រូវជាងអូខេ Yes ណាបាទខ្ញុំធ្លាប់ I have a small garden ខ្ញុំមានសួនច្បារណាសួនតូចមួយ a small garden where ហ្នឹងប្រែថាដែលប្រើជំនួសឲ្យទីកន្លែងណាឬក៏យើងប្រែថាជាកន្លែងដែល I grow tomatoes ណាជាកន្លែងដែលខ្ញុំដាំ tomatoes ពេញប៉ោះអូខេអញ្ចឹងបាទខ្ញុំធ្លាប់ដាំតាខ្ញុំមានសួនតូចមួយជាកន្លែងដែលខ្ញុំដាំណាដាំពេញប៉ោះ grow tomatoes បាទអញ្ចឹងទាំងអស់នេះគឺជាសំណួរមួយចំនួនដែលតាក់ទងទៅនឹង food ណាអាហារដែលយើងចូលចិត្តផ្លែឈើបង្អែមដែលយើងអាចសួរគេបានអូខេអញ្ចឹងមានប៉ុណ្ណឹងហើយចាំជួបលោកគ្រូនៅប្រធានបទបន្តទៀតសួស្តីសាស្ត្រទាំងអស់គ្នាឥឡូវយើងចូលមកប្រធានបទបន្តគឺយើងនឹងសួរសំណួរផ្សេងៗតាក់ទងទៅនឹង travel ការធ្វើដំណើរការដើរលេង
ពាក្យ travel ប្រែថាការធ្វើដំណើរហើយក៏សំដៅលើការធ្វើដំណើរដើរលេងឆ្ងាយៗផងដែរដូចជាយើងដើរទៅកំពង់សោមឬក៏យើងដើរទៅលេងនៅស្រុកក្រៅអីចឹងទៅ travel អូខេសំណួរទី27 Do you like traveling Do you like traveling តើអ្នកចូលចិត្តដើរលេងដែរទេណាធ្វើដំណើរកម្សាន្តដែរទេ Yes បាទខ្ញុំចូលចិត្តឬក៏យើងថា Yes I do បាទខ្ញុំចូលចិត្ត Yes I do ក៏បានដែរ I like traveling ខ្ញុំចូលចិត្តធ្វើដំណើរ to beautiful places ទៅណាខ្ញុំចូលចិត្តធ្វើដំណើរទៅ beautiful places ទីកន្លែងដែលស្អាតស្អាត Okay beautiful places ទីកន្លែងដែលស្អាតស្អាត Okay next question 28 What is your favorite destination Okay ពាក្យ destination បកប្រែថាគោលដៅណាគោលដៅ What is your favorite destination តើគោលដៅកន្លែងណាដែលអ្នកចូលចិត្តចឹងពាក្យ destination ហ្នឹងវាអាចសំដៅទៅនឹងទីកន្លែងក៏បានដែរគោលដៅគឺទីកន្លែងណាដែលយើងចង់ទៅលេងកន្លែងណា My favorite destination is Siem Reap Okay ចឹងគោលដៅដែលខ្ញុំចូលចិត្តហ្នឹងគឺខេត្ត Siem Reap ឬក៏យើងថាកន្លែងដែលខ្ញុំចូលចិត្តទៅលេងហ្នឹងគឺខេត្ត Siem Reap is Siem Reap Okay question 29 How often do you travel Okay How often គឺយើងសួររកភាពញឹកញាប់តើញឹកញាប់ប៉ុណ្ណាដែរអូខេចឹងតើអ្នកធ្វើដំណើរកម្សាន្តហ្នឹងញឹកញាប់ប៉ុណ្ណាដែរ I travel twice a year ខ្ញុំធ្វើដំណើរកម្សាន្ត2ដងក្នុងមួយឆ្នាំ Usually during the holiday ជាធម្មតាកំឡុងពេលថ្ងៃឈប់សម្រាកណា holiday គឺថ្ងៃឈប់សម្រាកដូចជាបុណ្យជាតិបុណ្យអីចឹងទៅបុណ្យជាតិក៏យើងមានពាក្យដែលយើងប្រើពាក្យ national holiday national holiday Okay question 30 What is the most memorable trip you have ever had គេតើដំណើរកម្សាន្តដែលគួរឲ្យចងចាំបំផុតមួយណា The most memorable trip ដំណើរកម្សាន្តដែលគួរឲ្យចងចាំណាចងចាំមួយណា You have ever had ដែលអ្នកធ្លាប់មានអូខេអញ្ចឹងក្នុងចំណោមការដើរកម្សាន្តច្រើនដងរបស់យើងហ្នឹងតើដំណើរកម្សាន្តមួយណាដែលអ្នកគួរឲ្យចងចាំបំផុតសម្រាប់អ្នកអូខេយើងឆ្លើយមក last year គេទៅនឹងចម្លើយស្រេចយើងចង់ឆ្លើយអំពីអីដែលយើងចង់និយាយឆ្លើយមួយណាក៏បានដែរអូខេ Last year I went to Siem Reap to see the sunrise on top of Angkor Wat ណា Last year កាលពីឆ្នាំមុនខ្ញុំបានទៅខេត្តសៀមរាបដើម្បីទៅមើល to see sunrise ទៅមើលថ្ងៃរះនៅពីលើប្រាសាទអង្គរវត្ត It is amazing ណាវាអស្ចារ្យណាស់ឬក៏វាស្អាតខ្លាំងណាស់ It is amazing អូខេនេះចម្លើយយ៉ាងវែងបន្តិចណាវែងបន្តិចតែម្ដងទៀតតើតើនឹងចម្លើយអូខេយើងឆ្លើយតាមបែបយើងចង់ឆ្លើយថាម៉េចយើងនិយាយចឹងទៅ Question 31 Do you prefer traveling alone or with friends តើអ្នកចូលចិត្តណាធ្វើដំណើរកម្សាន្តម្នាក់ឯងឬក៏ជាមួយនឹងមិត្តភ័ក្តិណា with friends I prefer traveling with friends ខ្ញុំចូលចិត្តធ្វើដំណើរជាមួយមិត្តភ័ក្តិ because ពីព្រោះតែ it's more fun ណាវាសប្បាយជាង it's more fun ណាវាសប្បាយជាង Okay 32 What is the best food you have tried while traveling តើម្ហូបដែលឆ្ងាញ់ជាងគេណាម្ហូបអីដែលឆ្ងាញ់ជាងគេដែលអ្នកធ្លាប់បានភ្លក់ណាដល់ពេលដែលអ្នកធ្វើដំណើរកម្សាន្តអូខេម្ហូបអីដែលឆ្ងាញ់ជាងគេដែលអ្នកធ្លាប់ភ្លក់ដល់ពេលដែលអ្នកធ្វើដំណើរកម្សាន្តណា Roasted chicken in Siem Reap ណាមាន់ដុតនៅខេត្តសៀមរាប It's very delicious ណាវាឆ្ងាញ់ខ្លាំងណាស់គេវាឆ្ងាញ់ខ្លាំងណាស់អញ្ចឹងរឿងចម្លើយស្អីយើងណាកុំឆ្លើយដោយលោកគ្រូដាក់ទៅជាឧទាហរណ៍ទេអូខេអញ្ចឹងពេលដែលយើងឆ្លើយយើងឆ្លើយមិនក៏បានដែរតាមដែលយើងចង់ប្រាប់គេ Okay question 33 What is one travel tip you would give to others អូខេតើគន្លឹះក្នុងការធ្វើដំណើរអ្វីដែលអ្នកចង់ឲ្យទៅកាន់អ្នកដទៃមានន័យថាសារយើងធ្លាប់ដើរលេងច្រើនអីចឹងទៅអញ្ចឹងយើងសួរគេណាតើគន្លឹះដំណើរកម្សាន្តមួយណាឬក៏អ្វីដែលអ្នកចង់ឲ្យជាគន្លឹះហ្នឹងទៅកាន់អ្នកដទៃតើគន្លឹះអីគេ Always pack small first aid kit គេពាក្យថា first aid kit ហ្នឹងគេថាកញ្ចប់ថ្នាំហើយថ្នាំសង្កេតយ៉ាងខ្លីថ្នាំដែលយើងដាក់តាមខ្លួនណាថ្នាំដែលយើងថ្នាំឈឺពោះថ្នាំឈឺក្បាលក្តៅខ្លួនអីចឹងទៅណាថ្នាំឬក៏បងរុំរបួសបងអីចឹងទៅណាគ្រឿងពេទ្យទូចតាចហ្នឹងណាដែលយើងអាចដាក់តាមខ្លួនបានដើម្បីការពារពេលយើងមុតដៃមុតជើងអីចឹង
អាហ្នឹងយើងហៅថា first aid kit ណា first aid kit អញ្ចឹងតែងតែក៏គ្រប់ពេល always គ្រប់ពេលត្រូវយកណាត្រូវខ្ចប់ pack ហ្នឹងខ្ចប់ត្រូវខ្ចប់យកថ្នាំសង្កូវហ្នឹងហើយនឹង and some snack ហើយនឹងដាក់អាហារសម្រន់ឬក៏នំនែកហ្នឹងទៅជាមួយគេកុំភ្លេចយកថ្នាំសង្កូវហើយនឹងនំនែកទៅជាមួយអូខេអញ្ចឹងទាំងអស់នេះគឺជាសំណួរដែលយើងអាចសួរគ្នាបានណាសួរជនជាតិបរទេសក៏បានសួរខ្មែរយើងក៏បានដែរតើទៅនឹងការធ្វើដំណើរអូខេអញ្ចឹងមានប៉ុណ្ណឹងហើយចាំជួបលោកគ្រូនៅប្រធានបទបន្តទៀតសួស្តីសិស្សទាំងអស់គ្នាឥឡូវយើងចូលមកប្រធានបទទី6ដែលយើងនឹងសួរគ្នាទៅវិញទៅមកសួរអំពី job ណា job អូខេ34 What's your current job ណាតើអ្នកធ្វើការងារអីគេបច្ចុប្បន្ននេះពាក្យ current នេះ current ប្រែថាបច្ចុប្បន្ន current job ការងារពេលបច្ចុប្បន្នឆ្លើយមក I am a teacher ខ្ញុំជាគ្រូបង្រៀនខ្ញុំជាគ្រូបង្រៀនហើយកុំភ្លេចចំណងយើងថា I am កុំថា I work I am a teacher Okay 35 How long have you been working as a teacher How long ប្រែថាយូរប៉ុណ្ណាហើយយូរប៉ុណ្ណាឬក៏ប្រហែលខែប្រហែលឆ្នាំហើយអញ្ចឹងយូរប៉ុណ្ណាហើយដែលអ្នកធ្វើការជាគ្រូបង្រៀនណាគ្រូបង្រៀនI've been working as a teacher ខ្ញុំបានធ្វើការជាគ្រូបង្រៀនហ្នឹង for 5 years ណាអស់រយៈពេល5ឆ្នាំហើយកន្លែងនេះតើតើទៅនឹងចំនួនគឺយើងតែងតែប្រើ for អូខេអាចជាកន្លែងមួយគួរចង់ចាំណាចំនួនប្រមាណរយៈពេលប្រមាណគេប្រើ for 5 years for 2 years for 3 years តែយើងដាក់ for រហូត complete កន្លែងហ្នឹងអូខេ36 What do you enjoy the most about your job? What do you enjoy the most about your job? តើអ្នកចូលចិត្តអីជាងគេនៅអំពីការងាររបស់អ្នក Okay? I enjoy when my students get a good result. ខ្ញុំសប្បាយចិត្តនៅពេលដែលសិស្សរបស់ខ្ញុំហ្នឹងគេមានលទ្ធផលល្អ Okay? I enjoy ខ្ញុំរីករាយនៅពេលដែលសិស្សខ្ញុំមានលទ្ធផលល្អ Okay? That's one of the answer.Question 37 What is the most challenging part of your job គេតើផ្នែកណាមួយនៃការងាររបស់អ្នកណានេះ part of your job តើផ្នែកណាមួយនៃការងាររបស់អ្នកដែលពិបាកជាងគេបំផុតគេពិបាកជាងបំផុតឬក៏យើងបកមួយបែបទៀត teacher រសេឲ្យអញ្ចឹងអ្វីដែលលំបាកជាងគេណាអំពីការងាររបស់អ្នក Okay When students don't have time to review the lessonsនៅពេលដែលសិស្សអត់មានពេលណាដើម្បីរំលឹកមេរៀន It's hard to help them វាពិបាកនៅក្នុងការជួយពួកគាត់ Okay It's hard to help them Okay Next question Do you work better in a team or independently Work better ណាឬក៏អាមេរិកយើងថា work better Okay Do you work better in a team or independentlyតើអ្នកធ្វើការបានល្អជាងនៅក្នុងក្រុមឬក៏ធ្វើការម្នាក់ឯង Work independently មានន័យថាធ្វើការម្នាក់ឯងធ្វើការឯករាជ្យ Okay យើងឆ្លើយមក I work well ខ្ញុំធ្វើការបានល្អ when I work alone នៅពេលដែលខ្ញុំធ្វើការម្នាក់ឯង Okay I work well when I work alone ខ្ញុំធ្វើការបានល្អនៅពេលដែលខ្ញុំធ្វើការម្នាក់ឯង Okay next question What skills are essential for your job? Next question. What skills are essential for your job? តើជំនាញអ្វីដែលសំខាន់សម្រាប់ការងាររបស់អ្នកនេះពាក្យថា essential ប្រែថាសំខាន់ណាសំខាន់អញ្ចឹងតើជំនាញអីដែលសំខាន់សម្រាប់ការងាររបស់អ្នក Essential skills include គេពាក្យ include ប្រែថារួមបញ្ចូលដោយ Essential skills include ណាជំនាញដែលសំខាន់ហ្នឹងរួមមានឬក៏រួមបញ្ចូលដោយ English ណាភាសាអង់គ្លេស Teaching ណាការបង្រៀន and communication skill ហើយនឹងជំនាញទំនាក់ទំនងណាជំនាញប្រស័យតាក់ទងគ្នា Okay 40 How do you handle work related stress ពាក្យ handle ប្រែថាដោះស្រាយឬក៏ប្រែថាគ្រប់គ្រងអូខេអញ្ចឹងតើអ្នកដោះស្រាយភាពតានតឹងនៃ stress នេះភាពតានតឹងតាក់ទងទៅនឹងការងារហ្នឹងដោយរបៀបណាអូខេតើអ្នកដោះស្រាយភាពតានតឹងនៃការងារដោយរបៀបណាអូខេ I handle stress
ខ្ញុំដោះស្រាយភាពតានតឹងឬក៏តបប្រមាថក្នុងអារម្មណ៍ហ្នឹងដោយអ្នកបាយហ្នឹងដោយ taking a short break ដោយការសម្រាករយៈពេលខ្លីណាសម្រាប់ខ្លីៗ10នាទី15នាទីអីចឹងទៅ by taking a short break ដោយការសម្រាករយៈពេលខ្លីគេសំណួរទី41 What are your career goals ណាពាក្យ career goals ពាក្យ career ប្រែថាមុខរបរពាក្យ goals ប្រែថាគោលដៅអូខេអញ្ចឹងតើអ្វីគឺជាគោលដៅនៃមុខរបររបស់អ្នកអូខេតែទៅនឹងការងារតើអ្នកមានគោលដៅអ្វីមានន័យអញ្ចឹងណា I want to open a school ណាខ្ញុំចង់បើកសាលារៀនណាបើកសាលារៀនមួយណាបើកសាលាតែម្ដង Okay 42 Have you ever had to deal with a difficult coworker គេពាក្យថា deal with ពាក្យ deal with ហ្នឹងគេប្រើជាមួយគ្នាដែរ deal with ដោះស្រាយជាមួយណា deal with ហ្នឹងដោះស្រាយជាមួយតើអ្នកមានដែលធ្លាប់ណាធ្វើការដោះស្រាយជាមួយនឹង difficult coworker ពាក្យ coworker បកប្រែថាអ្នកធ្វើការជាមួយគ្នាអូខេអញ្ចឹងតើអ្នកមានដែលធ្លាប់ដោះស្រាយបញ្ហាជាមួយនឹងអ្នកធ្វើការជាមួយគ្នាដែលមានការលំបាកដែរអត់មានថាគាត់ជាបុគ្គលដែលពិបាកធ្វើការជាមួយអីចឹងណា difficult coworker អ្នកធ្វើការជាមួយគ្នាដែលពិបាកគឺគាត់នឹងពិបាកធ្វើការជាមួយណាពិបាកធ្វើការជាមួយគាត់ Yes I have បាទខ្ញុំធ្លាប់តា I handle it by maintaining good communication ខ្ញុំដោះស្រាយវាដោយណាបាយនឹងដោយ maintaining រក្សាណារក្សានៅទំនាក់ទំនងល្អ good communication ណាពាក្យ communication ប្រែថាទំនាក់ទំនង okay good communication okay 43 What advice would you give to someone starting in your field okay ណាពាក្យថា in your field នេះពាក្យ field ហ្នឹងអាចសំដៅទៅលើវិស័យនៃការងារអូខេអញ្ចឹងតើអ្នកមានដំបូន្មានអ្វីណាដែលចង់ឲ្យទៅកាន់ណាអ្នកណាម្នាក់ដែលចាប់ផ្ដើមណាការងារដូចទៅនឹងជំនាញរបស់អ្នកឬក៏ដូចទៅនឹងវិស័យរបស់អ្នកអូខេវិស័យតែមួយដូចគ្នាអញ្ចឹងណា My advice would be ដំបូន្មានខ្ញុំហ្នឹងគឺថា continuously រៀនបន្តហ្នឹងពាក្យ continuously បន្ត learn new skill ណាបន្តរៀនជំនាញថ្មីបន្ថែមទៀត My advice would be អូខេដំបូន្មានរបស់ខ្ញុំហ្នឹងគឺ continuously learn new skill ណាបន្តរៀនជំនាញថ្មីបន្ថែមទៀតបាទអញ្ចឹងទាំងអស់នេះគឺជាសំណួរផ្សេងៗទាក់ទងទៅនឹង job ទាក់ទងទៅនឹងការងារនៅពេលដែលយើងជួបជនបរទេសយើងត្រូវការចង់ដឹងចង់សួរនាំគាត់បន្ថែមអំពីមុខរបរអំពីការងារគាត់យើងអាចយកសំណួរទាំងអស់ទៅសួរគាត់បានហើយមានសំណួរខ្លះវែងសំណួរខ្លះខ្លីអញ្ចឹងគេសំណួរដែលយ៉ាងវែងណាមិនថាខ្លីមិនថាវែងទេសូមធ្វើការកត់ត្រាហើយឧស្សាហ៍អាន clear ហ្នឹងឲ្យបានច្រើនដងដើម្បីយើងចាំហើយយើងអាចប្រើបាននៅពេលដែលយើងជួបជនបរទេសអូខេអញ្ចឹងលោកគ្រូមានប៉ុណ្ណឹងហើយចាំជួបគ្នានៅមេរៀនបន្តសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងឥឡូវយើងចូលមកប្រធានបទបន្ទាប់គឺយើងនឹងសួរសំណួរផ្សេងៗទាក់ទងទៅនឹង pets អញ្ចឹង pets យើងបកប្រែថាសត្វចិញ្ចឹមណាដូចជាសត្វឆ្មាឬក៏ឆ្កែដែលយើងចិញ្ចឹមនៅផ្ទះហ្នឹងយើងហៅថា pets តោះ question 44 Do you have any pets ណាតើអ្នកមានសត្វចិញ្ចឹមដែរឬទេ Yes I do ណាបាទខ្ញុំមានអញ្ចឹងមេរៀននេះគឺលោកគ្រូដាក់ប្រយោគពេញតែម្ដង Yes I do អញ្ចឹងណាបើគេសួរ do យើងឆ្លើយ do ដែរ Yes I do ហ្នឹងគឺជាការឆ្លើយដែលត្រឹមត្រូវតាមស្តង់ដារតែម្ដង Yes I do បាទខ្ញុំមានតា I have a dog ខ្ញុំមានឆ្កែមួយ name Max ណាខ្ញុំមានឆ្កែមួយឈ្មោះថា Max Okay 45 What kind of dog do you have ណាពាក្យ kind of បកប្រែថាប្រភេទណាប្រភេទ What kind of dog do you have តើអ្នកមានឆ្កែប្រភេទអ្វីដែរ I have a golden retriever dog គេអញ្ចឹងពូជឆ្កែបើឆ្កែខ្មែរយើងអត់សូវមានពូជអីច្រើនទេប៉ុន្តែសម្រាប់ជនជាតិបរទេសគេមានពូជឆ្កែណាពូជឆ្កែមានច្រើនប្រភេទហើយពាក្យនេះ golden retriever ហ្នឹងគឺជាពូជឆ្កែមួយយ៉ាងណាឆ្កែយ៉ាងធំដែរហើយពណ៌វាពណ៌មាសហើយរោមវែងហ្នឹងគេហៅពូជ golden retriever Okay, question 46. How old is your dog? Okay, how old is your dog? តើឆ្កែរបស់អ្នកហ្នឹងអាយុប្រហែលហើយ Okay. អញ្ចឹង my dog is 3 years old. ណាឆ្កែខ្ញុំមានអាយុ3ឆ្នាំហើយ
ចឹងកន្លែងអាយុណាត្រូវចងចាំយើងកុំឆ្លើយថា have ឬក៏ has អាយុយើងដាក់ is តែម្ដងហើយបើសិនជាមនុស្សណាយើងខ្ញុំ I am ហើយបើ he is អូខេចឹងយើងកុំឆ្លើយកុំប្រើថា have ឬក៏ has ណា I am 20 25 he is 30ណាឆ្កែ my dog is 30 40 ឬក៏ប្រហែល 3-4 ឆ្នាំអញ្ចឹងតែម្ដងNext question 48 How do you take care of your dog គេពាក្យថា take care of ណា3ម៉ាត់នឹងផ្គុំគ្នា take care of ប្រែថាមើលថែអញ្ចឹងតើអ្នកមើលថែឆ្កែរបស់អ្នកហ្នឹងរបៀបណា How របៀបណាឬក៏យ៉ាងណា I make sure to feed him twice a day អូខេពាក្យ make sure ប្រែថាប្រកាសថាឬក៏ច្បាស់ថា I make sure ខ្ញុំប្រកាសថា to feed him feed នឹងឲ្យចំណីhim ទីទៅយើងប្រើ him ជាមួយមនុស្សយើងកម្រប្រើមួយសត្វតែមែនទេប៉ុន្តែ him ឬក៏ her យើងអាចប្រើជាមួយសត្វបាននៅពេលសត្វហ្នឹងគឺជាសត្វដែលយើងស្រឡាញ់សត្វដែលយើងចិញ្ចឹមនៅផ្ទះហើយយើងស្រឡាញ់យើងអាចប្រើ him ឬក៏ her បានអូខេអញ្ចឹងខ្ញុំប្រកាសថាត្រូវច្បាស់ថា feed him ឲ្យចំណីទៅឆ្កែហ្នឹង twice a day twice សំឡេងមានខ្យល់ twice ប្រែថា2ដងណា2ដងក្នុងមួយថ្ងៃ Okay next question 49 What do you feed your dog Okay What do you feed your dog តើអ្នកឲ្យចំណីអីណាទៅឆ្កែស៊ីណាឲ្យចំណីអីគេទៅឆ្កែហ្នឹង I feed him with dry and wet food ណាខ្ញុំឲ្យចំណីទៅវាហ្នឹងទៅឆ្កែហ្នឹង him ហ្នឹងឆ្កែហ្នឹងឯងទៅវាហ្នឹង with dry ហ្នឹងស្ងួតណាស្ងួតហើយ wet ហ្នឹងសាមអញ្ចឹងខ្ញុំឲ្យចំណីឆ្កែហ្នឹងគឺឲ្យចំណីស្ងួតហើយហ្នឹងចំណីសាមទៅឆ្កែអញ្ចឹងសម្រាប់ឆ្កែដែលយើងនាំចូលពីបរទេសណាពូជឆ្កែបរទេសគឺស៊ីចំណីអញ្ចឹងតើយើងទៅទិញចំណីឆ្កែពីផ្សារមកបានយើងឲ្យវាស៊ីបាន Okay question 50 What do you love the most about your dog គេអ្នក love the most ណាស្រឡាញ់ជាងគេបំផុតអញ្ចឹងតើអ្វីដែលអ្នកស្រឡាញ់ជាងគេបំផុតណាអំពីឆ្កែរបស់អ្នក about your dog តើអ្នកស្រឡាញ់អីគេបំផុតអំពីឆ្កែ I love my dog's loyalty ណាពាក្យថា loyalty ប្រែថាភាពស្មោះស្ម័គ្រណាភាពស្មោះស្ម័គ្រគឺ I love my dog's loyalty ខ្ញុំស្រឡាញ់ភាពស្មោះស្ម័គ្ររបស់ឆ្កែខ្ញុំមានន័យថាឆ្កែហ្នឹងវាស្រឡាញ់ម្ចាស់ឆ្កែស្រឡាញ់ម្ចាស់គឺស្រឡាញ់ស្មោះត្រង់ស្មោះស្ម័គ្រតែម្ដងណាអញ្ចឹងពាក្យ loyalty ប្រែថាស្មោះស្ម័គ្រណាស្រឡាញ់មិនប្រែប្រួល loyalty អូខេអញ្ចឹងទាំងអស់នេះគឺជាសំណួរផ្សេងៗដែលយើងអាចសួរគ្នាទៅវិញទៅមកទាក់ទងទៅនឹងសត្វចិញ្ចឹមអូខេអញ្ចឹងហ្នឹងហើយអញ្ចឹងមានប៉ុណ្ណឹងសម្រាប់សំណួរនេះសួស្តីសិស្សទាំងអស់គ្នាអញ្ចឹងឥឡូវយើងចូលមកប្រធានបទបន្ទាប់គឺយើងនឹងសួរសំណួរទាក់ទងទៅនឹង books ទាក់ទងនឹងសៀវភៅណាការអានសៀវភៅអញ្ចឹងទៅអូខេតើ question 51 Do you like reading books អូខេអញ្ចឹង Do you like reading books ពេលដែលយើងសួរថាចូលអានសៀវភៅអត់ទេពាក្យ books យើងតែងតែមាន s ព្រោះអីសៀវភៅមានច្រើនអូខេអញ្ចឹងតើអ្នកចូលចិត្តអានសៀវភៅដែរទេ Yes I do បាទខ្ញុំចូលចិត្ត Yes I do បាទខ្ញុំចូលចិត្ត I learn a lot from books ខ្ញុំរៀនបានច្រើនណាស់ពីសៀវភៅពេលយើងអានសៀវភៅយើងរៀនបានច្រើនពីសៀវភៅ I learn a lot from books Okay 52 What's your favorite book តើសៀវភៅអ្វីជាសៀវភៅដែលអ្នកចូលចិត្ត What's your favorite book នេះកន្លែង S ហ្នឹងកុំភ្លេចរៀនអានទៅនឹងឲ្យត្រូវ What's your favorite book I like Good Habit ខ្ញុំចូលចិត្តសៀវភៅដែលមានចំណងជើងថា Good Habit ណាខ្ញុំចូលចិត្តសៀវភៅដែលមានចំណងជើង Good Habit It teaches me a lot about living វាណាសៀវភៅហ្នឹងបង្រៀនខ្ញុំច្រើនណាស់អំពីការរស់នៅ It teaches me a lot about living ណាវាបង្រៀនខ្ញុំច្រើនអំពីការរស់នៅអូខេសៀវភៅចំណងជើង Good Habit Next question 53 Who is your favorite author គេពាក្យ author នេះណាយើងពិបាកអានថងសំឡេង th author ណា author ប្រែថាអ្នកនិពន្ធណាអ្នកនិពន្ធអញ្ចឹងតើអ្នកណាជាអ្នកនិពន្ធដែលអ្នកចូលចិត្ត My favorite author is Bill ណាគាត់ឈ្មោះ Bill យើងឧទាហរណ៍ថាគាត់ឈ្មោះ Bill អញ្ចឹងអ្នកនិពន្ធដែលខ្ញុំចូលចិត្តគឺឈ្មោះថា Bill
he is a great writer ណាគាត់គឺជាអ្នកនិពន្ធដ៏អស្ចារ្យឬក៏ដ៏ល្អចឹងពាក្យ writer មកពី write សរសេរ writer អ្នកសរសេរចឹងអ្នកសរសេរគឺអ្នកនិពន្ធអូខេចឹងអ្នកនិពន្ធដែលខ្ញុំចូលចិត្តហ្នឹងគឺ Bill ហើយគាត់គឺជាអ្នកនិពន្ធដ៏ល្អNext question What genre of books do you like ពាក្យ genre ហ្នឹងប្រែថាប្រភេទដែរណាស្តៀងនឹងពាក្យ kind What kind of books ក៏បាន What genre of book ក៏បានណាចឹង genre ហ្នឹងគឺប្រភេទចឹងតើសៀវភៅប្រភេទណាដែលអ្នកចូលចិត្តឬក៏ teacher បកប្រែនេះតើអ្នកចូលចិត្តសៀវភៅប្រភេទណាចឹងទៅនឹងការបកប្រែគឺយើងអាចបកប្រែបានពី3របៀបសំខាន់ឲ្យអត្ថន័យតែមួយគឺបានហើយ I like self improvement books ខ្ញុំចូលចិត្តណាសៀវភៅអភិវឌ្ឍខ្លួនណា I like self improvement book ចឹងពាក្យ improvement ហ្នឹងប្រែថាអភិវឌ្ឍការអភិវឌ្ឍ self ហ្នឹងខ្លួនឯងអូខេ I like self improvement books Next question How often do you read Okay how often ប្រែថាញឹកញាប់ប៉ុណ្ណាចឹងតើអ្នកអានសៀវភៅញឹកញាប់ប៉ុណ្ណាដែរ I try to read every day ណាខ្ញុំព្យាយាមអានសៀវភៅហ្នឹង every day រៀងរាល់ថ្ងៃ I try to read every day ចឹងតែទៅនឹងចម្លើយយើងឆ្លើយបានច្រើនរបៀបណាមិនមែនចាំបាច់តែឆ្លើយដោយលោកគ្រូឆ្លើយបែបហ្នឹងទេយើងឆ្លើយបានផ្សេងទៀតតាមដែលយើងចង់និយាយប្រាប់ទៅកាន់គេអូខេ Next question Do you prefer physical books or e-books Physical books មានន័យថាសៀវភៅกระดาษសៀវភៅដែលយើងអានរាល់ដងគឺសៀវភៅធ្វើពីក្រដាស e-book មកពីពាក្យ electronic books ចឹង e-book គឺជាសៀវភៅតាមប្រព័ន្ធអ៊ីនធឺណិតដែលយើងអានបានតាម iPad តាមទូរស័ព្ទតាមកុំព្យូទ័រឬក៏តាមឧបករណ៍អេឡិចត្រូនិកផ្សេងៗហ្នឹងចឹងយើងហៅ e-books electronic books គេចឹងតើអ្នកចូលចិត្តអានសៀវភៅក្រដាសឬក៏អានសៀវភៅអេឡិចត្រូនិកគេយើងឆ្លើយI prefer physical books ខ្ញុំចូលចិត្តណាសៀវភៅក្រដាសជាង because ពីព្រោះថា it feels better than e-book ពីព្រោះថាវាមានអារម្មណ៍ល្អជាងសៀវភៅ e-books មានន័យថាសៀវភៅក្រដាសពេលយើងកាន់មកយើងមានអារម្មណ៍ល្អជាងពេលដែលយើងកាន់ឧបករណ៍អេឡិចត្រូនិកអានអូខេ Yeah Next question 57 What book are you currently reading ណា currently ពាក្យ currently ប្រែថាបច្ចុប្បន្នឬក៏ឥឡូវណាចឹងតើសៀវភៅអ្វីដែលអ្នកកំពុងតែអានឥឡូវនេះណា currently reading កំពុងអានឥឡូវនេះ I'm reading ខ្ញុំកំពុងអាន Good Life កំពុងអានសៀវភៅដែលមានចំណងជើងថា Good Life អូខេ by Bill ណាដែលសរសេរដោយ Bill អូខេចឹងយើងដាក់អញ្ចឹងតែម្ដងណា I'm reading ហើយដាក់ឈ្មោះសៀវភៅមក Good Life ហើយកន្លែង by នឹងយើងចង់ដាក់ក៏បានអត់ក៏បានដែរអត់អីទេ Okay next question What book would you recommend to Next question What book would you recommend me to read ណាតើអ្នកចង់ណែនាំសៀវភៅអីឲ្យខ្ញុំអានណា What book ឬក៏តើសៀវភៅអីដែលអ្នកចង់ណែនាំឲ្យខ្ញុំអាន I would recommend Good Habits ណាខ្ញុំនឹងណែនាំសៀវភៅដែលមានចំណងជើងថា Good Habit It is a wonderful book ណាវាជាសៀវភៅដ៏អស្ចារ្យឬក៏វាជាសៀវភៅដ៏ល្អអូខេអញ្ចឹងយើងប្រើ would ណា I would recommend អញ្ចឹងទាំងអស់នេះគឺជាសំណួរផ្សេងៗដែលយើងប្រើក្នុងការសួរសំណួរផ្សេងៗតាក់ទងទៅនឹងសៀវភៅណាការអានសៀវភៅអូខេអញ្ចឹងមានតែប៉ុណ្ណឹងហើយចាំជួបគ្នានៅប្រធានបទបន្តទៀតសួស្តីសិស្សទាំងអស់គ្នាអញ្ចឹងឥឡូវយើងចូលមកប្រធានបទបន្តប្រធានបទទី9ដែលយើងនឹងសួរគ្នាអំពីប្រធានបទ cooking ការចម្អិនម្ហូបណាការធ្វើម្ហូបហ្នឹងឯងតោះ question 59 Do you cook គេ Do you cook តើអ្នកចម្អិនម្ហូបដែរទេអូខេ Yes I do បាទខ្ញុំចម្អិនណាខ្ញុំធ្វើម្ហូប I cook often ណាខ្ញុំធ្វើម្ហូបញឹកញាប់ពី often នេះ often ហ្នឹងប្រែថាញឹកញាប់អូខេ Next question Do you like cooking តើអ្នកចូលចិត្តធ្វើម្ហូបទេណាចូលចិត្តធ្វើម្ហូបចូលចិត្តចម្អិនម្ហូបដែរទេ Yes I do បាទខ្ញុំចូលចិត្ត It is fun to cook ណាវាសប្បាយក្នុងការធ្វើម្ហូបឬក៏សប្បាយក្នុងការចម្អិនម្ហូបនេះ fun ហ្នឹងសប្បាយអូខេ
fun to cook next question what is your favorite dish to cook ណា dish ហ្នឹងប្រែថាម្ហូប favorite dish ម្ហូបដែលចូលចិត្ត cook ចូលចិត្តចម្អិនអញ្ចឹងតាមម្ហូបអីដែលអ្នកចូលចិត្តចម្អិនណាចូលចិត្តចម្អិនចូលចិត្តធ្វើហ្នឹងឯង I like to cook spaghetti ខ្ញុំចូលចិត្តធ្វើម្ហូប spaghetti ចឹង spaghetti នេះគឺជាម្ហូបបរទេសណាឈ្មោះថា spaghetti បើយើងធ្វើម្ហូបខ្មែរយើងដាក់ម្ហូបខ្មែរមក I like to cook ម្ជូរគ្រឿងអីចឹងទៅណាឈ្មោះម្ហូបយើងអត់បកប្រែទេម្ជូរគ្រឿងកកអីចឹងយើងអត់បកប្រែទេណាដាក់អញ្ចឹងមកវិញ It is simple and delicious simple ដែលប្រែថាសាមញ្ញអញ្ចឹងវាសាមញ្ញហើយ delicious ឆ្ងាញ់អញ្ចឹង spaghetti ហ្នឹងវាសាមញ្ញហើយវាឆ្ងាញ់ Okay Next question how often do you cook ណា how often ញឹកញាប់ប៉ុណ្ណាអញ្ចឹងតើអ្នកចម្អិនម្ហូបហ្នឹងញឹកញាប់ប៉ុណ្ណា I cook almost every day ខ្ញុំធ្វើម្ហូប almost ស្ទើរតែណាពី almost ប្រែស្ទើរតែខ្ញុំធ្វើម្ហូបស្ទើរតែរាល់ថ្ងៃ every day I like eating my food ខ្ញុំចូលចិត្តញ៉ាំគេម្ហូបរបស់ខ្ញុំឬក៏អាហាររបស់ខ្ញុំ I like eating my food Next question Have you ever taken a cooking class? Okay. នេះពាក្យ taken a cooking class អញ្ចឹងពាក្យថា cooking class ប្រែថាថ្នាក់រៀនធ្វើម្ហូបអញ្ចឹងយើងប្រើជាមួយនឹងពាក្យ taken Okay អញ្ចឹងតើអ្នកធ្លាប់ចូលរៀនវគ្គធ្វើម្ហូបដែរទេណារៀនវគ្គធ្វើម្ហូបដែរអត់ Yes I have បើគេសួរដែរ have អញ្ចឹងណាពេលយើងឆ្លើយយើងឆ្លើយដែរ have មកវិញ Yes I have បាទខ្ញុំធ្លាប់តា I took a cooking class on Khmer cuisine ខ្ញុំចូលរៀនវគ្គធ្វើម្ហូបខ្មែរនេះ Khmer cuisine ពាក្យ cuisine ប្រែថាម្ហូបអាហារប៉ុន្តែពាក្យ cuisine យើងប្រើជាមួយនឹងម្ហូបរបស់ប្រទេសណាអញ្ចឹងបានយើងប្រើពាក្យ Khmer cuisine គេ Khmer cuisine អញ្ចឹងពាក្យ cuisine ហ្នឹងស្មើនឹង food ដែរប៉ុន្តែយើងប្រើពាក្យ cuisine នៅពេលដែលយើងចង់និយាយអំពីម្ហូបហ្នឹងរបស់ប្រទេសណាបានយើងប្រើពាក្យ cuisineតែបើពាក្យ food ហ្នឹងប្រើទូទៅបើយើងអត់ចង់ប្រើពាក្យ cuisine យើងចង់ប្រើពាក្យ food ក៏បានដែរខ្មែរ food អញ្ចឹងក៏បានដែរអត់អីទេអូខេអញ្ចឹងខ្ញុំបានចូលរៀនវគ្គធ្វើម្ហូបខ្មែរOkay next what advice would you give to someone new to cooking ណា advice ដំបូន្មានតើដំបូន្មានអ្វីដែលអ្នកណាចង់ឲ្យទៅនរណាដែលថ្មីនៅ new ថ្មីក្នុងការចម្អិនម្ហូបឬក៏ធ្វើម្ហូប Start with simple recipes ណាចាប់ផ្ដើមជាមួយនឹងរូបមន្តសាមញ្ញណា start ចាប់ផ្ដើម simple សាមញ្ញ recipes ពាក្យ recipe យើងបកប្រែថារូបមន្តធ្វើម្ហូបណា recipe រូបមន្តធ្វើម្ហូប simple recipe រូបមន្តសាមញ្ញគេអញ្ចឹងទាំងអស់នេះគឺជាសំណួរមួយចំនួនដែលយើងអាចសួរគ្នាពិសេសសួរជាមួយបរទេសបានទាក់ទងទៅនឹងការធ្វើម្ហូបការចម្អិនម្ហូបអញ្ចឹងមេរៀនបន្ទាប់យើងនឹងជួបគ្នាបន្តទៀតសួស្តីសាស្ត្រទាំងអស់គ្នាអញ្ចឹងឥឡូវយើងចូលមកប្រធានបទទី10គឺយើងនឹងសួរសំណួរផ្សេងៗទាក់ទងទៅនឹង music គេ music តន្ត្រីឬក៏ចម្រៀងណា Do you like listening to music តើអ្នកចូលចិត្តស្ដាប់តន្ត្រីដែរទេស្ដាប់ចម្រៀងក៏បានតន្ត្រីក៏បានដែរ Yes I do បាទខ្ញុំចូលចិត្ត I listening to music every day ខ្ញុំស្ដាប់ចម្រៀងរៀងរាល់ថ្ងៃអូខេហើយអញ្ចឹងបន្ទាប់ពីគ្រាន់តែ Yes I do មកយើងអាចនឹងបន្ថែមព័ត៌មានបន្ថែមទៀតឲ្យគេបានដឹងពីយើងនឹងកាន់តែច្រើន Next question What kind of music do you like kind ប្រភេទ kind of music តើតន្ត្រីប្រភេទណាដែលអ្នកចូលចិត្ត I like rock ខ្ញុំចូលចិត្តតន្ត្រី rock ណាពាក្យ rock ហ្នឹងឈ្មោះតន្ត្រីហើយយើងក៏អត់បកប្រែដែរខ្ញុំចូលចិត្តតន្ត្រី rock because ពីព្រោះ I love the energy of guitar ពី energy ប្រែថាថាមពល guitar គឺ guitar ហ្នឹងឯងពីព្រោះខ្ញុំចូលចិត្តឬក៏ស្រឡាញ់ថាមពលនៃ guitar អញ្ចឹងគេប្រើពី energy of guitar ណាមកពីប្រភេទតន្ត្រី rock ហ្នឹងអាចជាតន្ត្រីយ៉ាងចង្វាក់ញាក់ហើយគេប្រើសំឡេង guitar ហ្នឹងច្រើនអញ្ចឹងពី energy of guitar ហ្នឹងមានន័យថាពេលដែលគេលេង guitar ហ្នឹងគេប្រើ technique លេងល្អពិសេសអីចឹងទៅអញ្ចឹងបានគេប្រើពី energy of guitar Okay next question Do you play any musical instruments ពាក្យ musical instruments ពាក្យហ្នឹងមានន័យថាឧបករណ៍តន្ត្រីហើយកន្លែងពាក្យ instrument ប្រែថាឧបករណ៍
musical ប្រែថានៃតន្ត្រីអញ្ចឹងគេប្រើពាក្យ musical instruments យើងអត់ប្រើពាក្យ music instrument គេអត់ប្រើបែបហ្នឹងទេគេប្រើពាក្យ musical instruments ឧបករណ៍តន្ត្រីអូខេនេះចំណាំកន្លែងហ្នឹងអញ្ចឹងតើអ្នកលេងឧបករណ៍តន្ត្រីណាមួយដែរទេ Yes I do បាទខ្ញុំលេងតា I play guitar ខ្ញុំលេង guitar okay, I play guitar Next question What is your favorite music band នេះពាក្យថា band ហ្នឹងប្រែថាក្រុមតន្ត្រីអូខេ music band ក្រុមតន្ត្រីតើក្រុមតន្ត្រីណាដែលអ្នកចូលចិត្តអូខេ What is your favorite band I love Blackpink ចឹងនេះ teacher លើកឧទាហរណ៍ទេណាក្រុម Blackpink ចឹងខ្ញុំស្រឡាញ់ក្រុម Blackpink ខ្ញុំស្រឡាញ់ណាចម្រៀងរបស់ពួកគេ I love their music អូខេចឹងកន្លែងហ្នឹងយើងដាក់មកថាយើងចូលចិត្តក្រុមហ្នឹងយើងដាក់ក្រុមហ្នឹងទៅណាអត់អីទេអូខេ next question Have you ever been to a live concert ណាពាក្យថា live concert ប្រែថាការប្រគំតន្ត្រីផ្ទាល់អញ្ចឹងយើងបកប្រែមក Have you ever been តើអ្នកធ្លាប់ទៅមើលការប្រគំតន្ត្រីផ្ទាល់ដែរទេ Yes I have បើគេសួរដែល have យើងឆ្លើយមកគឺ have មកវិញអូខេ Yes I have បាទខ្ញុំធ្លាប់តា I've been to Taylor Swift live concert ខ្ញុំធ្លាប់បានទៅមើលណាការប្រគំតន្ត្រីផ្ទាល់របស់ Taylor Swift Next question Do you like listening to music while working គេនេះពាក្យថា while working ប្រែថានៅពេលធ្វើការគេនៅពេលធ្វើការតើអ្នកចូលចិត្តស្ដាប់ចម្រៀងឬក៏ស្ដាប់តន្ត្រីនៅពេលធ្វើការដែរអត់ណា Yes នេះ teacher អត់បានដាក់ពេញទេ teacher ដាក់ពេញខ្លះដាក់កាត់ខ្លះពីព្រោះថាភាសានិយាយក៏យើងអាចនិយាយកាត់បានដែរ Yes ប៉ុណ្ណឹងក៏បានឬក៏ Yes I do ក៏បានដែរណាស្អីយើងចូលចិត្តមួយណាប្រើមួយហ្នឹងណា Yes បាទខ្ញុំចូលចិត្ត It helps me ណាវាបានជួយខ្ញុំ It helps me concentrate better ពាក្យ concentrate ប្រែថាផ្ដោតណាផ្ដោត better បានល្អជាងអូខេអញ្ចឹងវាជួយខ្ញុំឲ្យណាមានការផ្ដោតណាកាន់តែល្អជាងមានន័យថាពេលគាត់ធ្វើការបដាស្ដាប់តន្ត្រីបដាជួយឲ្យគាត់ធ្វើការបានល្អជាង Next question What is your favorite song ណា song ចម្រៀងណា song នឹងចម្រៀងអញ្ចឹងតើចម្រៀងអ្វីដែលអ្នកចូលចិត្ត My favorite song is Home ណាចម្រៀងដែលខ្ញុំចូលចិត្តហ្នឹងមានចំណងជើងថា Home ណាចំណងជើងថា Home អញ្ចឹងនិយាយទៅចំណងជើងចម្រៀងយើងមិនចាំបាច់បកប្រែក៏បានដែរយើងដាក់ចំណងជើងហ្នឹងមកវិញមកគេមិនបាច់បកប្រែទេជាទូទៅសម្រាប់ឈ្មោះចម្រៀងឈ្មោះរឿងឈ្មោះមនុស្សឈ្មោះម្ហូបឈ្មោះសត្វអីគឺយើងអត់ដែរបកប្រែទេបាទអញ្ចឹងទាំងអស់នេះគឺជាសំណួរណាសម្រាប់យើងសួរគ្នាទៅវិញទៅមកតាក់ទងទៅនឹង music អូខេអញ្ចឹងលោកគ្រូណែនាំសូមធ្វើការកត់ត្រាណាកត់ត្រាសំណួរពិសេសគឺសំណួរតែម្ដងព្រោះអីយើងត្រូវការសួរច្រើនអញ្ចឹងបើយើងអត់សូវចេះសួរទេយើងគួរតែកត់ត្រាសំណួរទាំងអស់ហ្នឹងហើយអាសាអានសំណួរហ្នឹងឲ្យបានច្រើនដើម្បីយើងចាំពេលដែលយើងជួបជនជាតិបរទេសមែនទែនគឺយើងអាចប្រើសំណួរទាំងអស់ហ្នឹងបានដែរអូខេអញ្ចឹងមានប៉ុណ្ណឹងសម្រាប់ប្រធានបទហ្នឹងចាំយើងទៅជួបគ្នានៅប្រធានបទបន្តទៀតសួស្តីសិស្សទាំងអស់គ្នាអញ្ចឹងឥឡូវយើងចូលមកប្រធានបទទី11ដែលយើងនឹងសួរគ្នាអំពី restaurants អញ្ចឹង restaurants បកប្រែថាភោជនីយដ្ឋានហើយយើងអានថា restaurants អូខេ restaurants តើ How often do you eat out at restaurants តើញឹកញាប់ប៉ុណ្ណាដែលអ្នកទៅញ៉ាំអីនៅ restaurants ទៅញ៉ាំអីនៅភោជនីយដ្ឋានអូខេ I usually eat out at restaurants once a week អញ្ចឹងខ្ញុំណាជាធម្មតាខ្ញុំញ៉ាំអាហារនៅភោជនីយដ្ឋាន once a week ប្រែថាម្ដងក្នុងមួយសប្តាហ៍ once a week ណា once មានខ្យល់ផង once a week ម្ដងក្នុងមួយសប្តាហ៍ Okay next question What is the best restaurant you have ever been to What is the best restaurant តើហាងល្អបំផុតអ្វីនេះអវត្តនឹងអ្វីតើហាងល្អបំផុតមួយណាក៏បានដែរហាងល្អបំផុតមួយណាដែលអ្នកធ្លាប់បានទៅនេះ ever been to ធ្លាប់បានទៅញ៉ាំហ្នឹងណា It is called best food អូខេ call ហ្នឹងប្រែថាមានឈ្មោះថាអូខេគឺហាងហ្នឹងមានឈ្មោះថា best food ណា best food អូខេ It is called វាមានឈ្មោះថា
best food. Okay, next question. Have you ever had a bad experience at a restaurant? ពាក្យ bad experience បទពិសោធន៍អាក្រក់ណា bad ហ្នឹងអាក្រក់ឬក៏យើងនិយាយឲ្យពីរោះបទពិសោធន៍មិនល្អតើអ្នកធ្លាប់ណា have you ever had តើអ្នកធ្លាប់មានបទពិសោធន៍អត់ល្អណានៅហាងណាមួយដែរអត់អូខេយើងឆ្លើយ yes once ណាបាទធ្លាប់តាធ្លាប់ម្ដងនេះ once ហ្នឹងម្ដងណាធ្លាប់ម្ដង Their food and service were not good ណាម្ហូបអាហារហើយនិងសេវាកម្មរបស់ពួកគេហ្នឹង were not good ណា were not good ហ្នឹងអត់ល្អទេអូខេ were not good អត់ល្អទេយើងប្រើ were ដោយសារតែរឿងហ្នឹងជារឿងអតីតកាលអូខេ were not good ហ្នឹងអត់ល្អ Next question Do you like to try new restaurants តើអ្នកចូលចិត្តណាសាកល្បងនៅពាក្យ try ភាសាល្បងសាកល្បងភោជនីយដ្ឋានថ្មីដែរទេ Yes I do បាទខ្ញុំចូលចិត្តសាកល្បង I like to try new places ខ្ញុំចូលចិត្តសាកល្បងកន្លែងថ្មីand new cuisines ហើយនឹងម្ហូបថ្មី new cuisine ហ្នឹងក៏ម្ហូបដែរអូខេ Okay next Do you prefer to dine in or get takeout អូខេនេះពាក្យដាញប្រែថាញ៉ាំអាហារពេលល្ងាចតើអ្នកចូលចិត្តញ៉ាំអាហារពេលល្ងាចនៅក្នុងគឺក្នុងហាងណាដៃនេះគឺក្នុងហាង or get take out ពាក្យ get take out ហ្នឹងគឺខ្ចប់អាហារមកញ៉ាំនៅខាងក្រៅអញ្ចឹងតើអ្នកចូលចិត្តញ៉ាំអាហារនៅក្នុងហាងឬក៏ខ្ចប់មកញ៉ាំនៅក្រៅ I prefer to dine in ខ្ញុំចូលចិត្តញ៉ាំអាហារនៅខាងក្នុងហាងនឹងតែម្ដង because I enjoy the service ពីព្រោះខ្ញុំចូលចិត្តណាប្រើសេវាកម្មចូលចិត្តសេវាកម្មរបស់ហាងណាយើងចូលចិត្តអង្គុយឲ្យគេលើកម្ហូបលើកទឹកលើកអីមកអញ្ចឹងទៅយើងអង្គុយស្រួលបើយើងញ៉ាំនៅខាងក្រៅយើងត្រូវរកកន្លែងញ៉ាំខ្លួនឯង Okay it is different Okay next do you think eating out is healthier than eating at home តើអ្នកគិតថាញ៉ាំនៅខាងក្រៅវា healthier ពាក្យ healthier ន័យថាមានសុខភាពល្អជាងអញ្ចឹងតើអ្នកគិតថាញ៉ាំនៅខាងក្រៅមានសុខភាពល្អជាងញ៉ាំនៅផ្ទះដែរទេអូញ៉ាំនៅផ្ទះដែរទេ No អត់ទេខ្ញុំអត់គិតថាញ៉ាំនៅក្រៅហ្នឹងល្អជាងទេ Eating at home is healthier ញ៉ាំអាហារនៅផ្ទះហ្នឹងគឺមានសុខភាពល្អជាង because ពីព្រោះថា we can control the ingredient យើងអាចគ្រប់គ្រងពាក្យ control ប្រែថាគ្រប់គ្រងណាគ្រប់គ្រង ingredient ហ្នឹងបានគេទៅនឹងចម្លើយអាស្រ័យទៅលើយើងឯងយើងចង់ឆ្លើយមិនយើងនិយាយបែបហ្នឹងសំខាន់យើងត្រូវយល់ពាក្យ no ហើយនិង yes អូខេបើ no យើងអត់គិតអញ្ចឹងនេះបើ yes គឺយើងគិតតាមគេវិញសួរពីខាងលើមកអូខេអញ្ចឹងយើងត្រូវច្បាស់ថា yes ឬក៏ no មួយណាអូខេ Next question What restaurant would you recommend ណាតើហាងអ្វីដែលអ្នកចង់ណែនាំអញ្ចឹងពេលដែលយើងឮពាក្យ recommend គឺជាការណែនាំរបស់ល្អទៅកាន់អ្នកដទៃកន្លែងហ្នឹងល្អខ្ញុំចង់ណែនាំអ្នកឲ្យទៅញ៉ាំកន្លែងហ្នឹងអញ្ចឹងយើងប្រើពាក្យ recommend អូខេ I recommend you go to best food ណាខ្ញុំណែនាំអ្នកឲ្យទៅហាង best food អូខេឬក៏យើងដាក់ would ទៀតក៏ល្អដែរដាក់ would ថែម would មួយទៀត I would recommend you to go to best food ណាខ្ញុំចង់ណែនាំអ្នកឲ្យទៅហាង best food អូខេអញ្ចឹងទាំងអស់នេះគឺជាសំណួរផ្សេងៗដែលសួរទាក់ទងទៅនឹង restaurants ណាភោជនីយដ្ឋានការញ៉ាំនៅក្រៅញ៉ាំនៅហាងញ៉ាំនៅផ្ទះអីចឹងអូខេអញ្ចឹងមានប៉ុណ្ណឹងហើយចាំជួបលោកគ្រូនៅប្រធានបទបន្តទៀតសួស្តីសិស្សទាំងអស់គ្នាអញ្ចឹងឥឡូវយើងចូលមកប្រធានបទបន្តដែលយើងនិយាយអំពី sport កីឡាអូខេនិយាយអំពីកីឡាតោះសំណួរទី79 Do you play any sports តើអ្នកលេងកីឡាណាមួយដែរទេណា Do you play any sports Yes I do បាទខ្ញុំលេង I play football and volleyball ណាខ្ញុំលេងបាល់ទាត់ហើយនិងបាល់ទះណា volleyball ហ្នឹងបាល់ទះ football បាល់ទាត់ Okay what is your favorite sport ណាតើកីឡាអ្វីដែលអ្នកចូលចិត្តណា Your favorite sport កីឡាដែលអ្នកចូលចិត្តកីឡាអី I love football ខ្ញុំចូលចិត្តឬក៏ខ្ញុំស្រឡាញ់កីឡាបាល់ទាត់ It is very fun ណាវាសប្បាយខ្លាំងណាស់ Okay វាសប្បាយខ្លាំងណាស់ It is very fun Next question
Who is your favorite athlete ពី athlete ប្រែថាអត្តពលិកឬក៏បើប្រែថាកីឡាករក៏បានដែរអញ្ចឹងតើកីឡាករណាដែលអ្នកចូលចិត្ត Okay I like Messi ខ្ញុំចូលចិត្តកីឡាករឈ្មោះថា Messi Okay He is very talented ពាក្យថា talented បើប្រែថាដែលមានទេពកោសល្យអញ្ចឹង he is very talented គាត់មានទេពកោសល្យល្អណាស់មានទេពកោសល្យល្អណាស់ពាក្យ talented មានទេពកោសល្យ Next question What is the most popular sport in your country នេះពាក្យថា the most popular sport ពាក្យ popular ប្រែថាពេញនិយម popular the most ប្រែថាបំផុតអូខេអញ្ចឹងតើកីឡាអ្វីជាកីឡាដែលពេញនិយមជាងគេបំផុតណានៅក្នុង your country នៅក្នុងប្រទេសរបស់អ្នកយើងឆ្លើយ football is very popular ណាបាល់ទាត់គឺពេញនិយមខ្លាំងណាស់ Many people play football ណាមនុស្សជាច្រើន play football លេងបាល់ទាត់អញ្ចឹងកន្លែង many យើងដាក់ many យើងដាក់ a lot of ក៏បានដែរ a lot of people play football ណាដាក់ a lot of ក៏បានដែរអត់អីទេ Next question Have you ever attended a live sport event គេពាក្យថា attended ប្រែថាចូលរួមណាយើងដាក់ ed មួយទៀតជាអតីតកាល attended event ប្រែថាព្រឹត្តិការណ៍ live sport event ព្រឹត្តិការណ៍កីឡាផ្ទាល់គេលេងផ្ទាល់ណាអញ្ចឹងតើអ្នកធ្លាប់ទៅចូលរួមមើលណាកម្មវិធីកីឡាណាការប្រកួតកីឡាផ្ទាល់ដែរឬក៏អត់អូខេ Yes បានខ្ញុំធ្លាប់តា I attended ខ្ញុំបានចូលរួមណា match នេះ live football match នោះប្រែថាការប្រកួតខ្ញុំបានចូលរួមការប្រកួតបាល់ទាត់ផ្ទាល់ last year កាលពីឆ្នាំមុន Okay next question Do you prefer team sports or individual sports តើអ្នកចូលចិត្តកីឡាជាក្រុម team sports កីឡាជាក្រុមឬក៏ individual sport មានកីឡាលេងម្នាក់ឯងមានថាបើសិនជាកីឡាហ្នឹងយើងប្រកួតគ្នាគឺមួយខាងមានតែម្នាក់ទេអាហ្នឹងយើងហៅថា individual sports គឺណាប្រកួតគ្នាតែ2នាក់ទេប្រកួតគ្នាណាកីឡាដែលយើងលេងម្នាក់ឯង I prefer team sports ខ្ញុំចូលចិត្តកីឡាលេងជាក្រុម because ពីព្រោះថា it is more fun ពីព្រោះថាវាសប្បាយជាងណាលេងជាក្រុមហ្នឹងសប្បាយជាង Okay next question What is your favorite team ក្រុមដែលអ្នកចូលចិត្តអញ្ចឹងតើអ្នកចូលចិត្តក្រុមអ្វីណាចូលចិត្តក្រុមអ្វី I like Barca ខ្ញុំចូលចិត្តក្រុម Barca អញ្ចឹងនេះ teacher លើកជាឧទាហរណ៍ទេណាក្រុមកីឡាមានក្រុមច្រើនយើងចង់ដាក់ក្រុមអីក៏យើងដាក់មកអូខេអញ្ចឹងទាំងអស់នេះគឺជាសំណួរដែលពាក់ព័ន្ធជាមួយនឹងកីឡាជាមួយនឹង sports អញ្ចឹងណាសូមកុំភ្លេចមើលឲ្យចាំដើម្បីយើងប្រើប្រាស់នៅពេលដែលយើងសួរឬក៏និយាយជាមួយនឹងជនជាតិបរទេសអូខេអញ្ចឹងមានប៉ុណ្ណឹងហើយចាំជួបគ្នានៅប្រធានបទក្រោយសួស្តីសិស្សទាំងអស់គ្នាអញ្ចឹងឥឡូវយើងចូលមកកាន់ប្រធានបទមួយទៀតគឺប្រធានបទ holidays ណាថ្ងៃឈប់សម្រាកអូខេតោះ question What is your favorite holiday ណា favorite holiday ថ្ងៃឈប់សម្រាកដែលយើងចូលចិត្តអញ្ចឹងតើថ្ងៃឈប់សម្រាកដែលយើងចូលចិត្តហ្នឹងគឺថ្ងៃឈប់សម្រាកអីគេដែរអូខេMy favorite holiday is Khmer New Year ចុះថ្ងៃឈប់សម្រាកដែលខ្ញុំចូលចិត្តគឺថ្ងៃ Khmer New Year ណាបុណ្យចូលឆ្នាំខ្មែរគេអង់គ្លេសបើសិនជាអាមេរិកគេអត់អានខ្មែរគេអាន Khmer ណា Khmer ចឹងណាប៉ុន្តែពេលខ្លះក៏គាត់អានខ្មែរដែររៀនអានខ្មែរដែរ Okay next question How do you celebrate Khmer New Year ពាក្យ celebrate ប្រែថាប្រារព្ធឬក៏អបអរអូខេអញ្ចឹងតើអ្នកអបអរណាបុណ្យចូលឆ្នាំខ្មែរអញ្ចឹងដើររបៀបណាណា how របៀបណា We usually have a family gathering ពាក្យថា gathering ប្រែថាជួបជុំគ្នាអញ្ចឹង family gathering ជួបជុំគ្រួសារពួកយើងជាធម្មតាមានការជួបជុំគ្រួសារ and sometimes ហើយពេលខ្លះ my family គ្រួសារខ្ញុំ travels around our country ណាធ្វើដំណើរពាក្យ travel ធ្វើដំណើរដើរលេងជុំវិញប្រទេសរបស់យើង around our country មានន័យថាដើរលេងក្នុងប្រទេសណាមិនក្រៅប្រទេសទេ travel around our country ដើរលេងក្នុងប្រទេសតែដើរលេងច្រើនកន្លែងណាច្រើនកន្លែង Okay next question
Where do you like to travel to តើកន្លែងណាដែលអ្នកចូលចិត្តណាធ្វើដំណើរទៅណាចូលចិត្តទៅដើរលេងកន្លែងណា I like to go to the beach ខ្ញុំចូលចិត្តទៅលេងឆ្នេរសមុទ្រ Go to the beach I feel relaxed there ខ្ញុំមានអារម្មណ៍ថាសម្រាកនៅទីនោះពាក្យ relax ពេលយើងអានមានខ្យល់ផង relax okay I feel relaxed there ខ្ញុំមានអារម្មណ៍ថាសម្រាកនៅទីនោះនៅឆ្នេរហ្នឹងឯង Okay next do you prefer spending holidays at home or traveling តើអ្នកចូលចិត្តចំណាយពេលសម្រាកលំហែនេះពាក្យ spend នេះ spend ហ្នឹងចំណាយពេលតើអ្នកចូលចិត្តចំណាយពេលសម្រាកលំហែហ្នឹងនៅផ្ទះឬក៏ដើរកម្សាន្តអូខេ traveling នេះគឺការធ្វើដំណើរដើរលេងហ្នឹងឯងអូខេយើងឆ្លើយមក I prefer traveling ខ្ញុំចូលចិត្តធ្វើដំណើរកម្សាន្ត because I can see different places ពីព្រោះថាខ្ញុំអាចមើលឃើញ different places កន្លែងផ្សេងកន្លែងខុសៗគ្នាពាក្យ different ប្រែថាខុសៗគ្នា different places កន្លែងខុសៗគ្នាឬក៏កន្លែងផ្សេងគ្នា Okay Next question What is your favorite holiday food Holiday food ណាអាហារនៅពេលថ្ងៃឈប់សម្រាក Okay តើអាហារថ្ងៃឈប់សម្រាកណាដែលអ្នកចូលចិត្ត I like roasted chicken ខ្ញុំចូលចិត្តមាន់ដុតមានន័យថាពេលដែលថ្ងៃឈប់សម្រាកហ្នឹងគឺយើងចូលចិត្តញ៉ាំម្ហូបអី Okay I like roasted chicken ខ្ញុំចូលចិត្តមាន់ដុត It is delicious ណាវាឆ្ងាញ់ខ្លាំងណាស់ It is delicious Next question What is the most memorable holiday you have ever had ពាក្យថា memorable ប្រែថាដែលគួរឲ្យចងចាំ memorable holiday ថ្ងៃឈប់សម្រាកដែលគួរឲ្យចងចាំ Okay អញ្ចឹងយើងបកប្រែតើថ្ងៃឈប់សម្រាកដែលគួរឲ្យចងចាំបំផុតនេះ most នេះបំផុតមួយណាដែលអ្នកធ្លាប់មាន You have ever had ដែលអ្នកធ្លាប់មាន Last year កាលពីឆ្នាំមុន My family went to Siem Reap កាលពីឆ្នាំមុនគ្រួសារខ្ញុំនឹងបានទៅលេងខេត្ត Siem Reap We had a wonderful time ពួកយើងមានពេលដ៏អស្ចារ្យពួកយើងមានពេលដ៏សប្បាយ We had a wonderful time ពួកយើងមានពេលដ៏សប្បាយ Next question What holiday do you look forward to each year ពាក្យថា look forward to ប្រែថាទន្ទឹងរង់ចាំ look forward to ចឹងតើថ្ងៃឈប់សម្រាកអ្វីដែលអ្នកទន្ទឹងរង់ចាំរៀងរាល់ឆ្នាំ each year ប្រែថារៀងរាល់ឆ្នាំ I look forward to Khmer New Year ខ្ញុំទន្ទឹងរង់ចាំបុណ្យចូលឆ្នាំខ្មែរ I want to see my family ខ្ញុំចង់ជួបគ្រួសាររបស់ខ្ញុំ I want to see my family អូខេចឹងមានពាក្យ look forward to ណា look forward to ទន្ទឹងរង់ចាំហើយនឹងពាក្យ each year ណារៀងរាល់ឆ្នាំអូខេចឹងទាំងអស់នេះគឺជាសំណួរផ្សេងដែលយើងអាចសួរគ្នាបានទាក់ទងទៅនឹង holidays ណាថ្ងៃឈប់សម្រាកណាបុណ្យទានដែលជាចូលឆ្នាំប្រជុំបិណ្ឌអីចឹងទៅហ្នឹងគេហៅ holidays ថ្ងៃឈប់សម្រាកសួស្តីសិស្សទាំងអស់គ្នាចឹងឥឡូវយើងចូលមកប្រធានបទទី14ដែលយើងនឹងសួរសំណួរផ្សេងទាក់ទងទៅនឹង hometown អូខេ hometown យើងបកប្រែថាស្រុកកំណើតអូខេតោះ question 93 Where is your hometown តើស្រុកកំណើតរបស់អ្នកនៅឯណាចឹងនៅឯណាយើងអាចឆ្លើយអំពីខេត្តក៏បានណាបើយើងនិយាយបើសិនជាបរទេសគេស្គាល់ខេត្តនៅក្នុងខ្មែរយើងប៉ុន្តែបើសិនជាយើងទៅស្រុកក្រៅវិញណា your hometown ហ្នឹងគឺយើងអាចប្រាប់ថា Cambodia ណាប្រាប់ថា Cambodia បាន Okay so my hometown is Siem Reap ណាស្រុកកំណើតខ្ញុំគឺនៅខេត្ត Siem Reap It is famous for the temples ណាវាល្បី it is ណាវាល្បី famous ល្បីខាងឯប្រាសាទណា temples ហ្នឹងប្រាសាទ Okay next question what is your favorite things about Siem Reap Okay favorite thing អ្វីដែលអ្នកចូលចិត្ត Okay តើអ្វីដែលអ្នកចូលចិត្តណាអំពីខេត្ត Siem Reap Okay so we answer I like Angkor Wat temple ណាខ្ញុំចូលចិត្តប្រាសាទ Angkor Wat and the environment there Okay environment
environment បើប្រែថាបរិស្ថានអូខេអញ្ចឹងខ្ញុំចូលចិត្តប្រាសាទអង្គរវត្តហើយនឹងបរិស្ថាននៅទីនោះ there ទីនោះ okay move to next question how long have you lived in your hometown okay how long ណាយូរប៉ុណ្ណាគឺប្រហែលខែប្រហែលឆ្នាំអូខេអញ្ចឹងតើរយៈពេលយូរប៉ុណ្ណាដែរដែលអ្នករស់នៅក្នុងស្រុកកំណើតរបស់អ្នកអូខេ how long have you lived in your hometown I lived okay I've នេះអាឡែងអក្សរ ve និង I've សំឡេងអក្សរ f ឬក៏អក្សរ v I've I lived there for 18 years ណាខ្ញុំបានរស់នៅទីនោះណាអស់រយៈពេល18ឆ្នាំ18 years next question what are tourist attractions in Siem Reap ណាពាក្យថា tourist attractions គេពាក្យ attractions ប្រែថាការទាក់ទាញពាក្យ tourist ប្រែថាភ្ញៀវទេសចរអូខេអញ្ចឹងតើអ្វីជាការទាក់ទាញភ្ញៀវទេសចរនៅក្នុងខេត្តសៀមរាប so the answer មកយើងឆ្លើយ Angkor Wat and Bayon temples អញ្ចឹងប្រាសាទអង្គរវត្តហើយនិងប្រាសាទបាយ័ន are the most tourist attractions គេ the most ហ្នឹងប្រែថាបំផុតណាអញ្ចឹង tourist attraction ការទាក់ទាញបំផុត okay the most tourist attraction ការទាក់ទាញភ្ញៀវទេសចរជាងគេបំផុត are the most tourist attractions 97 what is the weather like in Siem Reap okay what is the weather អាកាសធាតុណា weather អញ្ចឹងតើអាកាសធាតុមានលក្ខណៈបែបណាដែរនៅក្នុងខេត្តសៀមរាប okay it is warm ណា it is warm អញ្ចឹង warm ហ្នឹងគឺកក់ក្ដៅល្មមណា warm ហ្នឹងណាក្ដៅតិច it is warm and rain sometimes អញ្ចឹងមានថាអាកាសធាតុហ្នឹងយ៉ាងក្ដៅតិចហើយពេលខ្លះក៏មានភ្លៀងដែរអញ្ចឹងមានថាបើខែភ្លៀងហើយណាខែប្រាំងគឺអត់ភ្លៀងទេ so we use sometimes ហ្នឹងពេលខ្លះណា next question when is the best time to visit Siem Reap okay the best time ប្រែថាពេលដែលល្អបំផុត when is the best time តើពេលណាជាពេលដែលល្អបំផុត to visit Siem Reap នៅក្នុងការទៅលេងខេត្តសៀមរាប the best time is ពេលដែលល្អបំផុតនោះគឺ the best time is December ខែធ្នូ and January ហើយនឹងខែ1ខែមករា it isn't rainy and cool it isn't rainy គឺមេឃអត់មានភ្លៀងហើយត្រជាក់ cool ត្រជាក់ okay next question what is a traditional dish in your hometown okay ពាក្យថា traditional ប្រែថានៃប្រពៃណីណាហើយ dish ប្រែថាម្ហូបណាម្ហូបប៉ុន្តែ teacher បកថាម្ហូបប្រចាំតំបន់ណាបកប្រែអញ្ចឹងយើងស្រួលយល់ what is a traditional dish តើអ្វីជាម្ហូបប្រចាំតំបន់ណាឬក៏ម្ហូបប្រពៃណីនៅក្នុង hometown របស់អ្នកនៅក្នុងស្រុកកំណើតរបស់អ្នក our traditional dish is cocoa soup គេសម្លកកូរអញ្ចឹងដោយសារពាក្យថាសម្លកកូរវាជាឈ្មោះរបស់ម្ហូបអញ្ចឹងយើងអត់បកប្រែទេយើងដាក់ cocoa soup ឬក៏យើងដាក់ថាសម្លកកូរក៏បានដែរណាសារតែវាជាឈ្មោះម្ហូប it is delicious ណាវាឆ្ងាញ់ it is delicious វាឆ្ងាញ់គេអញ្ចឹងចាំពី dish ហ្នឹងប្រែថាម្ហូបណា traditional dish ណាម្ហូបប្រពៃណីម្ហូបប្រចាំប្រទេសម្ហូបប្រចាំតំបន់យើង what do you miss when you are away from your hometown តើអ្នកនឹកអ្វីណានៅពេលដែលអ្នកណាទៅឆ្ងាយពី hometown ណា you are away នេះ away from ពី away from គេថាឆ្ងាយពីណា away from ឆ្ងាយពី hometown ណា your hometown I miss my family and my village ណាខ្ញុំនឹកក្រុមគ្រួសារហើយនិងភូមិរបស់ខ្ញុំ I miss my family and my village បាទអញ្ចឹងទាំងអស់នេះគឺជាសំណួរមួយចំនួនដែលយើងអាចសួរគ្នាទៅវិញទៅមកយើងអាចជួបបោះទៅយើងអាចសួរគាត់បានដែរអំពីស្រុកកំណើតគាត់នៅប្រទេសគាត់នោះអញ្ចឹងមានប៉ុណ្ណឹងសម្រាប់ប្រធានបទ hometown ហើយយើងនឹងជួបគ្នានៅប្រធានបទបន្តទៀតសួស្តីសិស្សទាំងអស់គ្នាអញ្ចឹងឥឡូវយើងចូលមកប្រធានបទទី15ដែលយើងនឹងសួរសំណួរផ្សេងៗទាក់ទងទៅនឹង movies ណាសម្រាប់យើងដែលចូលចិត្តមើលកុនឬក៏មើលរឿងយើងអាចរៀនសំណួរមួយចំនួនណាជាសំណួរល្អៗអូខេតោះសំណួរទី101 Do you like movies ត
តើអ្នកចូលចិត្តខ្សែភាពយន្តណាទេណាចូលចិត្តរឿងមើលរឿងណាទេ Yes I do បាទខ្ញុំចូលចិត្ត I watch movies often ណាខ្ញុំមើលរឿងញឹកញាប់ណា often Okay I watch movies often ខ្ញុំមើលរឿងញឹកញាប់ឬក៏ឧស្សាហ៍មើលរឿងក៏បានដែរខ្ញុំឧស្សាហ៍មើលរឿង What is your favorite movie Okay favorite movie តើរឿងអីជារឿងដែលអ្នកចូលចិត្ត Okay I like Iron Man ណា Iron Man Okay Iron Man គឺជាចំណងជើងរឿងឈ្មោះចំណងជើងរឿងខ្ញុំចូលចិត្តរឿងដែលមានចំណងជើងថា Iron Man Okay Iron Man It is great ណាវាល្អមើលណា It is great ឬក៏វាអស្ចារ្យណាវាល្អមើលអញ្ចឹងណាស្រួលយល់ណា It is great What genre of movies ណាពាក្យ genre ម្ដងទៀតហើយពាក្យ genre ប្រែថាប្រភេទណាដូចយ៉ាងពាក្យ kind What genre of movies តើរឿងប្រភេទអី Do you enjoy the most ដែលអ្នកចូលចិត្តមើលជាងគេអ្នក enjoy ចូលចិត្តរីករាយក្នុងការដែលមើលជាងគេ the most ហ្នឹងជាងគេបំផុតចឹងតើរឿងប្រភេទអីដែលអ្នកចូលចិត្តជាងគេបំផុត I like action movies ខ្ញុំចូលចិត្តរឿងប្រភេទរឿងវាយប្រហារណា action movie រឿងវាយប្រហាររឿងវាយគ្នាបាញ់គ្នាអីហ្នឹងយើងហៅ action movies It is fun to watch ណាវាល្អមើលណា It is fun to watch រឿងហ្នឹងល្អមើលរឿងប្រភេទវាយប្រហារបាញ់ប្រហារហ្នឹងល្អមើល Okay next question How often do you watch movies How often ញឹកញាប់ប៉ុណ្ណាចឹងតើញឹកញាប់ប៉ុណ្ណាដែរដែលអ្នកមើលរឿងមើលកុនហ្នឹង I watch once a week ខ្ញុំមើលម្ដងក្នុងមួយសប្តាហ៍ I watch once a week once ម្ដង Usually on weekends ជាធម្មតាគឺនៅថ្ងៃចុងសប្តាហ៍ weekends ណា on weekend គឺនៅថ្ងៃចុងសប្តាហ៍គឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យណា on weekends Next question Do you prefer watching at home or in the cinema ណា prefer តើអ្នកចូលចិត្តមើលនៅផ្ទះជាងឬក៏ចូលចិត្តមើលនៅ cinema ជាងតើអ្នកចូលចិត្តមើលរឿងនៅផ្ទះជាងឬក៏ចូលចិត្តមើលនៅរោងកុនជាងណា cinema រោងកុន I prefer watching in the cinema ខ្ញុំចូលចិត្តមើលណានៅក្នុងរោងកុនជាង because of the big screen ពីព្រោះថាណាវាមាន big screen screen ហ្នឹងគឺអេក្រង់ណាអេក្រង់ណាគឺអេក្រង់ហ្នឹងទំហំធំអញ្ចឹងខ្ញុំចូលចិត្តមើលនៅក្នុងរោងកុនជាងពីព្រោះថាវាមាន big screen វាមានអេក្រង់ធំស្រួលមើល Okay next question What was the last movie you watched Okay តើរឿងចុងក្រោយនេះ last movie last ហ្នឹងចុងក្រោយតើរឿងចុងក្រោយដែលអ្នកបានមើលហ្នឹងគឺរឿងអី Okay It is called Quiet Place ចឹងរឿងហ្នឹងគឺមានចំណងជើងថា Quiet Place It is amazing អស្ចារ្យឬក៏ល្អមើលណា It is amazing វាល្អមើលខ្លាំងណាស់ Okay Next question Do you like watching movies alone or with others តើអ្នកចូលចិត្តមើលរឿងមើលកុនហ្នឹង alone ម្នាក់ឯងចូលចិត្តមើលម្នាក់ឯងឬក៏ with others ឬក៏មើលជាមួយមិត្តភ័ក្តិឬក៏អ្នកផ្សេងទៀត I enjoy watching with friends ខ្ញុំចូលចិត្តមើលរឿងហ្នឹងជាមួយមិត្តភ័ក្តិ It is more fun ណាវាល្អមើលជាងមើលម្នាក់ឯង It is more fun Okay next question What is a movie that made you cry Okay made you cry ដែលធ្វើឲ្យអ្នកយំ Okay What is a movie that made you cry តើរឿងអីដែលធ្វើឲ្យអ្នកយំ Okay It is called Pursuit of Happiness Pursuit of Happiness ចឹងរឿងដែលធ្វើឲ្យយំហ្នឹងគឺមានចំណងជើងថា Pursuit of Happiness It is very emotional គេពាក្យ emotional មានន័យថាវាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍យើងខ្លាំងអាចថាវាកំសត់ខ្លាំងអីចឹងណា emotional ហ្នឹងណាវាកំសត់ខ្លាំងឬក៏វាអន្លង់អន្លោចទីច្រើនតែអន្លង់អន្លោចតែយើងអាចបកក្រៅពីហ្នឹងក៏បានដែរពាក្យ emotional ហ្នឹងប្រែថាវាប៉ះពាល់ដល់អារម្មណ៍យើងហ្នឹងខ្លាំងណាវាកំសត់ខ្លាំងពេកអីចឹងទៅយើងហៅថា emotional អូខេបាទអញ្ចឹងទាំងអស់នេះគឺជាសំណួរមួយចំនួនដែលយើងអាចសួរគ្នាអំពី movies បាទអញ្ចឹងសម្រាប់បងប្អូនដែលចូលចិត្តមើលកុនមើលអីចឹងគេអាចសួរសំណួរទាំងអស់នេះដើម្បីដឹងអំពីចំណូលចិត្តអំពីប្រភេទនៃរឿងថារឿងយើងមើលញឹកញាប់ប៉ុណ្ណាអីចឹងទៅអញ្ចឹង teacher recommend ឲ្យយើងធ្វើការកត់ត្រា
គាត់ឲ្យអានសំណួរនឹងឲ្យបានច្រើនដងពីព្រោះថាភាគច្រើនគឺអ្នករៀនអង់គ្លេសពិបាកនៅក្នុងការបង្កើតសំណួរគឺយើងអត់ច្បាស់ក្នុងការបង្កើតសំណួរអាចបង្កើតខុសឬក៏បង្កើតមិនសូវត្រូវឬក៏មិនដឹងថាបង្កើតសំណួរសួរគេយ៉ាងម៉េចអូខេចឹងមានប៉ុណ្ណឹងចាំជួបលោកគ្រូនៅប្រធានបទក្រោយមួយទៀតសួស្តីសិស្សទាំងអស់គ្នាចឹងឥឡូវយើងចូលមកប្រធានបទចុងក្រោយប្រធានបទទី16នៃវគ្គសិក្សារបស់យើងតាប្រធានបទនេះគឺយើងនឹងសួរសំណួរផ្សេងៗទាក់ទងទៅនឹង shopping ណាការដើរផ្សារការទិញអីវ៉ាន់តាសំណួរទី109 Do you like shopping តើអ្នកចូលចិត្តទិញអីវ៉ាន់ដែរទេណាជួយទិញអីវ៉ាន់ដែរអត់ Yes I do បាទខ្ញុំចូលចិត្តវាខ្លាំងណាស់ I like it so much ខ្ញុំចូលចិត្តវាខ្លាំងណាស់ណាដើរផ្សារពិសេសបងប្អូននារីចូលចិត្តដើរផ្សារច្រើន What is your favorite thing to shop ណាតើអ្វីដែលអ្នកចូលចិត្តទិញណាពេលដែលយើងដើរផ្សារយើងចូលចិត្តទិញអី What is your favorite thing to shop I like to shop for clothes ខ្ញុំចូលចិត្តទិញណាដើរទិញខោអាវ I like to shop for clothes ខ្ញុំចូលចិត្តដើរទិញខោអាវ What is your favorite store ណា store នោះដូច shop ដែរហាងតើហាងណាដែលអ្នកចូលចិត្តណាហាងអីដែលអ្នកចូលចិត្ត I like Zara ខ្ញុំចូលចិត្តហាងឈ្មោះថា Zara ណានេះជា brand របស់ខោអាវ They have great clothes ណាពួកគេនេះគឺហាង Zara ហ្នឹងឯងចឹងហាងហ្នឹងគឺគេមានខោអាវស្អាត great clothes មានខោអាវស្អាត Next question How often do you go shopping ណា How often ទៀតតើញឹកញាប់ប៉ុណ្ណាដែរដែលអ្នកដើរទិញអីវ៉ាន់ឬក៏ដើរផ្សារហ្នឹង How often do you go shopping Okay I usually go shopping once a month ខ្ញុំជាធម្មតាដើរផ្សារណា go shopping ដើរផ្សារឬក៏ដើរទិញអីវ៉ាន់ once a month ម្ដងក្នុងមួយខែ Okay ម្ដងក្នុងមួយខែ once a month Next question Do you enjoy shopping for groceries គេពាក្យ grocery សំដៅទៅលើគ្រឿងទេសណាគ្រឿងទេសមានបន្លែមានសាច់មានគ្រឿងស្រស់ហ្នឹងយើងហៅ groceries Okay do you enjoy shopping for groceries តើអ្នកចូលចិត្តណាដើរផ្សារទិញគ្រឿងទេសដែរអត់ Yes បាទខ្ញុំចូលចិត្ត I like to buy some fruits and vegetables also នេះផងដែរខ្ញុំក៏ចូលចិត្តទិញផ្លែឈើ fruits ផ្លែឈើហើយនឹងបន្លែផងដែរទិញបន្លែផងដែរ also Okay last question ណា115ជាសំណួរចុងក្រោយនៃវគ្គសិក្សារបស់យើង Do you prefer shopping alone or with friends ណា prefer តើអ្នកចូលចិត្ត shopping alone ចូលចិត្តដើរផ្សារម្នាក់ឯងឬក៏ជាមួយមិត្តភ័ក្តិ or with friends I prefer shopping with friends ខ្ញុំចូលចិត្តណាដើរផ្សារជាមួយនឹងមិត្តភ័ក្តិ They can help me choose clothes ពួកគេអាចជួយខ្ញុំជ្រើសរើសសម្លៀកបំពាក់បានមានថាយើងដើរមិត្តភ័ក្តិអាចជួយរើសកៅឲ្យយើងអូខេអញ្ចឹងនេះជាសំណួរចុងក្រោយនៃមេរៀនយើងហើយបាទអញ្ចឹងគេតើទៅនឹង shopping មានប៉ុណ្ណឹងតាមពិតយើងអាចសួរបានច្រើនថែមទៀតបើសិនមកយើងកំពុងតែឆ្លើយឆ្លងជាមួយគ្នាអូខេអញ្ចឹងសំណួរទាំងអស់នេះអាចថាជាមូលដ្ឋានគ្រឹះសម្រាប់បងប្អូនសម្រាប់បងប្អូនដែលដូចជាពិបាកក្នុងការបង្កើតសំណួរណាពិបាកឆ្លើយអីចឹងបងប្អូនអាចមកមើលមេរៀននេះហើយអីដែលលោកគ្រូណែនាំគឺកុំភ្លេចធ្វើការកត់ត្រាជួយឲ្យយើងចងចាំបានយូរកត់ត្រាហើយអានឲ្យបានច្រើនគេអានឲ្យបានច្រើនអញ្ចឹងសរុបមកវិញសំណួរដែលលោកគ្រូបានបង្ហាញទាំងអស់នេះគឺជាសំណួរមូលដ្ឋានគ្រឹះណាកម្រិតមធ្យមទេណាមិនកម្រិតដំបូងពេកហើយក៏មិនកម្រិតស៊ីជម្រៅពេកដែរកម្រិតមធ្យមអញ្ចឹងយើងអាចយកទៅប្រើប្រាស់បាននិយាយជាមួយនឹងជនជាតិបរទេសបានសំខាន់យើងចាំហើយចេះអានឲ្យត្រូវហើយយល់អត្ថន័យថាសំណួរហ្នឹងគឺសួរមានន័យថាម៉េចហើយយើងក៏ត្រូវយល់ដែរករណីបរទេសគាត់សួរសំណួរហ្នឹងមកកាន់យើងត្រូវយល់សំណួរហ្នឹងថាគេសួរហ្នឹងសួរអំពីអីហើយយើងឆ្លើយទៅតាមអីដែលគេសួរហ្នឹងទៅអូខេអញ្ចឹងលោកគ្រូមានប៉ុណ្ណឹងហើយសង្ឃឹមថាបងប្អូនបានរៀនណាតាំងពីដើមសំណួរទី1រហូតដល់សំណួរទី115នេះហើយសង្ឃឹមថាបងប្អូនចេះគ្រប់ទាំងសំណួរទាំងអស់អូខេអញ្ចឹងលោកគ្រូមានប៉ុណ្ណឹងហើយលោកគ្រូនឹងបង្កើតវគ្គផ្សេងៗទៀតទៅតាមប្រធានបទនីមួយៗអូខេអញ្ចឹងអរគុណច្រើនសិស្សទាំងអស់គ្នា